ថ្នាក់ដឹកនាំតែងតែបង្កើតវគ្គអនឡាញអញ្ចឹងពុកម៉ែបងប្អូនវគ្គអនឡាញនេះមិនថាពុកម៉ែបងប្អូននៅកន្លែងណាទីណាទេគឺយើងអាចសិក្សាបានជួបជុំក៏ទៅដូចជាគេហៅថាស្គាល់គ្នាជួបមុខគ្នាទោះយើងមិនបានជួបផ្ទាល់ប៉ុន្តែយើងបានស្គាល់មុខគ្នាក្នុងប្រព័ន្ធអនឡាញផងដែរចា៎ហើយអនឡាញពិសេសពុកម៉ែបងប្អូនទៅតាមសាខាដែរពុកម៉ែបងប្អូននៅចិត្តមិនថាសាខាបាត់ដំបងពោធិ៍សាត់ស្វាយរៀងរាជធានីភ្នំពេញឬក៏លង្គឺអញ្ចឹងគឺអនឡាញគឺយើងទៅតាមសាខារៀងខ្លួនដែលនៅចិត្តអញ្ចឹងក្នុងរាត្រីយប់នេះពុកម៉ែបងប្អូនសុខសប្បាយទាំងអស់គ្នាអត់ចាថ្ងៃនេះបាត់ដំបងតិចទៅជុំណាភ្លៀងអត់តាន់រាំងឯនៅហើយឡើយចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនក្នុងតុបស៊ូមនេះចង់បានរឿងទាំងអស់មិនថារឿងផ្នែកសុខភាពក៏ដូចជាផ្នែកហិរញ្ញវត្ថុក៏ដូចជាពេលវេលាអញ្ចឹងមកមើលថាក្រុមហ៊ុនទីផ្សារបណ្ដាញចอยខនបងប្អូនយើងសិក្សាក៏ដូចជាយើងខ្លាចជាម្ចាស់ជាមួយនឹងក្រុមហ៊ុនចอยខន Corporation Ltd ដែលមិនមែនជាបុគ្គលិកឬកម្មករឬអ្នកស៊ីប្រាក់ខែទេចាអញ្ចឹងមកមើលស្វែងយល់ទាំងអស់គ្នាអញ្ចឹងជាបឋមក៏សូមគោរពជម្រាបសួរដល់បុគ្គលពីរផែនដីគឺកម្ពុជា Super President សាហ៊ុនមីងម៉ាលីក៏ដូចជាសូមគោរពជំរាបសួរដល់ថ្នាក់ដឹកនាំគណៈ MDP ពុកម៉ែបងប្អូនម្ចាស់អាជីវកម្មទាំងអស់នៅក្នុងបន្ទប់ Zoom ផងដែរចាអញ្ចឹងជំរាបសួរផ្ញើសេចក្តីនឹករលឹកតាមប្រព័ន្ធអនឡាញ Zoom ចាហើយនាងខ្ញុំជាអ្នកបើកបទបង្ហាញគេហៅថាសិក្សាមហាវិទ្យាល័យពាក្យកណ្ដាលអាត្រៀតដែលយើងសិក្សាអនឡាញ Zoom នាងខ្ញុំឈ្មោះជឿនសវັດឈ្មោះហៅការឈ្មោះកំលៀបមកពីខាងស្រុកបាណន់ខេត្តបាត់ដំបងចាពុកម៉ែបងប្អូននៅក្នុងបន្ទប់ Zoom នេះខ្ញុំជឿថាគ្រប់ខេត្តក្រុងជុំវិញមកប្រទេសកម្ពុជាយើងមកជុំវិញបឹងទន្លេសាបមានគ្រប់ខេត្តគ្រប់ស្រុកទាំងអស់ចឹងមកមើលថាក្នុងរាត្រីយប់នេះពុកម៉ែបងប្អូនបានសហការជាមួយនឹងក្រុមហ៊ុន JNC តែងតែមានអ្នកបើកឱកាសដោយរូបនាងខ្ញុំអញ្ចឹងនាងខ្ញុំចូលមកសិក្សាក៏ដូចចូលមកសហការមិនខុសពីពុកម៉ែបងប្អូនទេសត្វតែមានអ្នកផ្ដល់ឱកាសក៏ដូចជាអ្នកដែលផ្ដល់អ្វីដែលឲ្យយើងស្គាល់ពីអត្ថប្រយោជន៍ក៏ដូចជាមុនដំបូងគឺផ្ដើមចេញពីអ្នកមានបញ្ហាសុខភាពប៉ុន្តែបានស្គាល់ជាមួយនឹងក្រុមហ៊ុន JNC ដោយផ្នែកថែទាំសុខភាពគឺអសត្រានចិនទឹកយ៉ងហឹងហើយពុកម៉ែបងប្អូនអញ្ចឹងអ្នកដែលបានបើកឱកាសរូបនឹងខ្ញុំមកស្គាល់ជាមួយនឹងក្រុមហ៊ុនទីផ្សារបណ្ដាញ JNC គឺត្រៀម Director លោកប៊ុនណាំហាក់ចាក៏ត្រៀម Director លោកប៊ុនណាំដាក់ប្រសើរផងដែរចាឡាយតាទាំងមើល comment សិនចាហើយក៏នៅក្រោមខ្សែបណ្ដាញរបស់បុគ្គលពីរផែនដីគឺកម្ពុជា Super President សាហ៊ុនមីងម៉ាលីដែលរូបរកបានដឹកនាំក្រុមហ៊ុន JNC ចូលទឹកដីកម្ពុជាមុនដំបូងគេក៏ដូចជាធ្វើឲ្យពុកម៉ែបងប្អូនទាំងអស់ដែលមានបញ្ហាសុខភាពគេហៅថាថែទាំសុខភាពហ្នឹងក៏ទទួលបានសុខភាពល្អក៏ទទួលបាននៅចំណូលហើយក៏ជាអ្នកដែលមានអាជីពឬក៏អាជីវកម្មរួចហើយប៉ុន្តែយើងសហការនេះយើងខ្លាចជាការផ្ដល់ជាគេហៅថាអាជីវកម្មបន្ថែមអញ្ចឹងគឺអរគុណដល់ថ្នាក់ដឹកនាំដែលបានបើកឱកាសក៏ដូចជានាំក្រុមហ៊ុន JNC ចូលទឹកដីកម្ពុជាអញ្ចឹងពុកម៉ែបងប្អូនជួយ comment ជាលេខ8ឲ្យច្រើនដល់ថ្នាក់ដឹកនាំផងដែរចាអរគុណពុកម៉ែបងប្អូនអញ្ចឹងមកមើលថាពុកម៉ែបងប្អូននៅក្នុងបន្ទប់ Zoom នេះខ្ញុំជឿជាក់ថាសុទ្ធតែមានអ្នកថ្មីអ្នកចាស់អ្នកដែលទៅបញ្ចូលតែក៏មានលេខ ID សម្គាល់ខ្លួនដែរអញ្ចឹងសុទ្ធតែជាម្ចាស់មិនមែនជាបុគ្គលិកកម្មករតែមកមើលថាពុកម៉ែបងប្អូនក្នុងបន្ទប់ Zoom នេះធ្លាប់ជាបុគ្គលិកឬក៏អ្នកស៊ីប្រាក់ខែឬក៏អ្នកបម្រើការងារតាមស្ថាប័ននានាឬក៏កូនឈ្នួលនេះពុកម៉ែបងប្អូនធ្លាប់អត់ចាបើធ្លាប់ជួយ comment ជាលេខ1ផងដែរចាសម្រាប់នាងខ្ញុំគឺជាបុគ្គលិកដែលធ្វើការអស់រយៈពេលជាង10ឆ្នាំពុកម៉ែបងប្អូនប៉ុន្តែខ្ញុំឃើញឱកាសក៏ខ្ញុំមកសហការជាមួយនឹងក្រុមហ៊ុន JNC ពុកម៉ែបងប្អូនគឺជាម្ចាស់ដូចខ្ញុំជម្រាបជូនអញ្ចឹងមិនមែនជាបុគ្គលិកទេថែមពីអាជីពដែលយើងមានស្រាប់អញ្ចឹងមកមើលថាជាបុគ្គលិកជាអ្នកធ្វើការនៃពុកម៉ែបងប្អូនមិនមានសេរីភាពខាងផ្នែកទីខ្លះពេលវេលាទី1ពុកម៉ែបងប្អូនហេតុអ្វីមិនមានសេរីភាពពេលវេលាព្រោះយើងដូចចងចាំអញ្ចឹងតែធ្វើការឲ្យគេគឺយកពេលវេលាដើម្បីតែបដូរតែប្រាក់ចំណូលយើងចងចាំថាព្រឹកឡើងយើងដឹងតាម៉ោងប្រហែលដែលកំណត់ចូលបម្រើការងារអញ្ចឹងម៉ោងប្រហែលដែលចេញប៉ុន្តែពេលខ្លះ
vì ở bàn đôi ở vậy để dương cầm nọt tề pua pe về lia khác vì ai chẳng chụp rồi vô dương time lời mau lời ấy chẳng á bàn tay nâu tại dương nè trong trăm pe về lia đại dương thưa ca rồi có bầm ra ca nghe nè trong mơ tha sài phep pe về lia bao dương cứ mi này bàn tay dương cất mơ tham mình đồ dương tu tao miên pe về lia sầmรับของไอ้สมาร์ทนี่มาไงมาไพ่บุญมาไว้นี่bàn tay ការដែលយើងធ្វើការនេះសេរីភាពគឺយើងកាត់អ្នកខ្លះ10ម៉ោង8ម៉ោងសម្រាប់បំពេញការងារកិច្ចការងារហើយតែមកមើលថាពេលដែលយើងបម្រើការងារទៅតាមស្ថាប័ននានាឬក៏អង្គភាពឬក៏អ្នករោងចក្រឬក៏កម្មករនេះពុកម៉ែបងប្អូនទៅធ្វើឲ្យកំណត់ប្រាក់ចំណូលដោយខ្លួនឯងអត់ចាគឺអត់ទេយើងអត់អាចទាមទារប្រាក់ចំណូលដល់អ្វីដែលយើងចង់បានទេគឺប្រាក់ចំណូលរបស់យើង ត្រូវតែកំណត់ដោយថៅកែអញ្ចឹងมันមានផ្នែកសេរីភាពហិរញ្ញវត្ថុលុយកាក់ហ្នឹងឯងបងប្អូនព្រោះអីព្រោះប្រាក់ចំណូលដែលយើងទទួលបានមកគឺយើងអត់បានកំណត់ខ្លួនឯងទេគឺកំណត់ដោយម្ចាស់ក្រុមហ៊ុនឬក៏ម្ចាស់ស្ថាប័នគឺកំណត់ដោយថៅកែហ្នឹងតែម្ដងចាអញ្ចឹងមកមើលថាបងប្អូនជីវិតរបស់យើងគ្រប់គ្នាពិតប្រាកដត្រូវការរឿងទាំង5ហ្នឹងបងប្អូនមានអីខ្លះគឺខ្ញុំជម្រាបជូនអញ្ចឹងទី1គឺសុខភាពបងប្អូន សុខភាពជាចម្បងគឺជាទ្រព្យដ៏កប់ប្រសើរតែពុកម៉ែបងប្អូនមានសុខភាពល្អរឹងមាំគឺយើងគ្រប់គ្នាមានការសប្បាយរីករាយហើយទី2មានទ្រព្យសម្បត្តិផ្នែកហិរញ្ញវត្ថុលុយកាក់ហ្នឹងឯងពុកម៉ែបងប្អូនហើយទី3សុភមង្គលក្នុងគ្រួសារមានក្រុមគ្រួសារដែលមានភាពកក់ក្ដៅមានអ្វីនៅក្នុងគ្រួសារទៅយើងក៏មានសុភមង្គលហើយទី4យើងចង់បានសេរីភាពពេលវេលាទី5កិត្តិយសកេរ្តិ៍ឈ្មោះក្នុងសង្គមចង់មានភាពល្បីល្បាញអត់ចង់មានអ្វីដែលមិនល្អក្នុងសង្គមទេអញ្ចឹងយើងចង់បានកិត្តិយសកេរ្តិ៍ឈ្មោះហ្នឹងល្អក្នុងសង្គមអញ្ចឹងមកមើលថាក្តីសម័យពុកម៉ែបងប្អូនឬក៏ដូចយើងខ្ញុំធ្លាប់សួរខ្លួនឯងអត់ទេថាដែលយើងធ្វើការនេះអស់រយៈពេលប្រហែលឆ្នាំហើយតើយើងសល់ទ្រព្យអ្វីខ្លះមិនថាពុកម៉ែបងប្អូនផ្នែកហិរញ្ញវត្ថុលុយកាក់លំនៅឋានវិឡាអញ្ចឹងរឿងទាំងអស់ហ្នឹងខាងទាំងផ្នែកសេរីភាពពេលវេលាឬក៏ការងារដែលយើងធ្វើទៅមានអីគេហៅថាដែលល្អដែលមានមិត្តភ័ក្តិក៏ដូចជាមានកូនដែលសិក្សាសាលាដែលយើងផ្ដល់ឲ្យគាត់ហ្នឹងសិក្សាបានសាលាល្អមានសុភមង្គលក្នុងគ្រួសារមានពេលវេលាដំណើរកម្សាន្តអញ្ចឹងមានការជួបជុំទាំងអស់ហ្នឹងតែក្នុងជីវិតរបស់យើងគ្រប់គ្នានេះមកមើលជាមធ្យមមនុស្សយើងទូទៅលើពិភពលោកគេហៅថាកំណត់អាយុឲ្យយើងជាមធ្យមបងប្អូនជាមធ្យមបច្ចុប្បន្នមិនថានាងខ្ញុំឬក៏ពុកម៉ែបងប្អូនគេកំណត់ជាមធ្យម85ឆ្នាំតែអ្នកខ្លះអាចលើសពី85គេហៅថាអាយុវែងឬក៏សុខភាពដែរគាត់ល្អប៉ុន្តែនៅតែជិះមិនផុតដែលគេកំណត់ឲ្យអាយុយើងអញ្ចឹងមកមើលថា85ឆ្នាំដែរស្មើនឹង31025ថ្ងៃនេះបងប្អូនមើលយើងបច្ចុប្បន្នតែយើងនៅសល់ពេលវេលាប្រហែលដែលយើងចាប់ផ្ដើមដែលយើងចាយពេលវេលាដូចយើងខ្ញុំនេះ30ប្រហែលបងប្អូន35អញ្ចឹងប្រើពេលវេលាអស់ជាង10000ថ្ងៃហើយអញ្ចឹងមកមើលថាតើសល់ពេលប្រហែលថ្ងៃទៀតដែលយើងនឹងត្រឡប់ទៅវិញហើយតម្រាំតែយើងស្គាល់ច្បាស់ពីពេលវេលាសម្រាប់តែយើងធ្វើអ្វីដែលយើងចង់បាននេះយើងក៏ចាប់ផ្ដើមខ្លាចពេលវេលាដែលនៅសល់គិតថាកម្លាំងក៏ចុះខ្សោយអញ្ចឹងបងប្អូនមើលថាតម្រាំដល់ថ្ងៃហ្នឹងយើងចាប់ផ្ដើមថាគិតថាសល់ពេលវេលាប្រមាណហើយបានធ្វើអ្វីខ្លះក្នុងជីវិតអញ្ចឹងមកមើលថាមិនថាពុកម៉ែបងប្អូននៅក្នុងបន្ទប់ Zoom នេះភាពជោគជ័យរបស់ពុកម៉ែបងប្អូនគ្រប់គ្នាក៏ដូចនាងខ្ញុំក៏ដូចជាការដាក់ក្តីសម័យយើងដាក់ក្តីសម័យឲ្យធំទៅពោះក្តីសម័យអត់មាននរណាហាមឃាត់ក៏អត់មានចាំបាច់ដាក់ដើមទុនដែរពុកម៉ែបងប្អូនអញ្ចឹងមកមើលថាភាពជោគជ័យទាំងអស់ហ្នឹងមិនថាពុកម៉ែបងប្អូនចង់បានមជ្ឈដ្ឋានរស់នៅដែលល្អមានសុខភាពដែលរឹងមាំក៏ដូចជាមានអ្វីគ្រប់យ៉ាងមានដំណើរកម្សាន្តមានសេរីភាពមានផ្នែកហិរញ្ញវត្ថុនេះមានរថយន្តមាន
លំនៅឋានដែលល្អអញ្ចឹងមជ្ឈដ្ឋានទាំងអស់ហ្នឹងខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនគ្រប់គ្នាគឺប្រកាសជាត្រូវការអញ្ចឹងមកមើលថារឿងទាំងអស់ហ្នឹងពុកម៉ែបងប្អូនមិនថារឿងផ្នែកពេលវេលាលុយកាក់អញ្ចឹងមកមើលក្តីសម័យរបស់យើងគ្រប់គ្នាយើងសម័យថាយើងចង់បានអ្វីដែលល្អចង់បានអ្វីដែលយើងចង់បានអញ្ចឹងពុកម៉ែបងប្អូនដែលធ្លាប់ដាក់ក្តីសម័យឲ្យខ្លួនឯងអត់ចាហើយដាក់ក្តីសម័យហ្នឹងពុកម៉ែបងប្អូនឲ្យតម្លៃប្រមាណចាកំណត់ទៅលើយើងចង់បានលុយនេះចំនួនប្រមាណយើងដាក់ក្តីសម័យខ្ញុំជឿជាក់ថាតែងតែមានការដាក់ក្តីសម័យមិនថាផ្នែកហិរញ្ញវត្ថុចង់បានវីឡាដែលល្អមានរថយន្តទំនើបអញ្ចឹងរឿងទាំងអស់ហ្នឹងពុកម៉ែបងប្អូនកំណត់ក្តីសម័យឲ្យខ្លួនឯងហើយក៏មានគេហៅថាដំណើរកំសាន្តជាមួយនឹងក្រុមគ្រួសារមនុស្សជាទីស្រឡាញ់ហ្នឹងអញ្ចឹងសរុបរួមក្តីសម័យរបស់យើងទាំងប្រមាណចំណុចនេះសរុបរួម$54,000ប៉ុន្តែផ្ទុយនឹងការប៉ັດដោយពុកម៉ែបងប្អូនមិនថានឹងខ្ញុំជាបុគ្គលិកជាកម្មករអ្នកធ្វើការអញ្ចឹងវាផ្ទុយនឹងការប៉ັດក្តីសម័យរបស់យើងដែលយើងដាក់$54,000អញ្ចឹងយើងជាអ្នកធ្វើការជាបុគ្គលិកយកប្រាក់ខែអញ្ចឹងឧទាហរណ៍ថាមួយខែយើងនឹងទទួលបានប្រាក់ចំណូលមួយខែហ្នឹង$900តែយើងកាត់ពីការចាយវាយផ្សេងមិនថាកម្មវិធីបុណ្យទានខួបកំណើតឬក៏កម្មវិធីរៀបអាពាហ៍ពិពាហ៍យើងកាត់ការចាយវាយទៅលើទឹកភ្លើងម្ហូបអាហារប្រចាំថ្ងៃនេះយើងកាត់ចាយវាយទៅអស់ពាក់កណ្ដាលហើយ$450អញ្ចឹង$900នេះយើងកាត់ម្សល់ទុកបានមួយខែ$450ក្នុងមួយខែចុះដល់មួយឆ្នាំយើងនឹងសល់$5400ក្នុងមួយឆ្នាំ10ឆ្នាំនោះយើងនឹងសល់$54,000តែមកមើលថា$54,000ហ្នឹងមានន័យថាយើងនឹងសន្សំធ្វើម៉េចឲ្យបាន$54,000នោះមានន័យថាយើងនឹងត្រូវរស់នៅឲ្យបាន100ឆ្នាំទៅយើងបានអ្វីដែលយើងចង់បានហើយដើម្បីឆ្លើយនឹងតម្រូវការមូលដ្ឋានជីវិតរបស់យើងចង់បាន$54,000មិនថារថយន្តវីឡាឬក៏ផ្នែកហិរញ្ញវត្ថុអញ្ចឹងគោលដៅរបស់យើងនោះមានន័យថាយើងនឹងត្រូវនៅឲ្យបាន100ឆ្នាំអញ្ចឹងសម្រាប់ម្ចាស់កិច្ចកម្មដែលមានអាយុក្នុងបន្ទប់ស៊ូមខ្ញុំជឿជាក់ថាមានអ្នកដល់8ហើយប៉ុន្តែក៏គាត់អាចមកធ្វើសហការជាមួយនឹងក្រុមហ៊ុន GNC ដោយសារអីជាម្ចាស់ហ្នឹងឯងបងប្អូនអញ្ចឹងមកមើលថាក្នុង$54,000តើយើងនៅឲ្យបាន100ឆ្នាំអញ្ចឹងបងប្អូនមើលសភាពបែបនេះតើយើងនៅបានអត់ចាអ្នកខ្លះអាចលើសអាយុគេហៅថាអាយុវែងឬក៏ហៅថាអាយុដែលគាត់មានសុខភាពល្អទៅអាចនៅតែមកមើលបច្ចុប្បន្នពីមុននោះបងប្អូនគេហៅថាលុយដែលយើងចាយវាយសប្តាហ៍ថ្ងៃពីមុនគេហៅថាលុយអតីតកាលក្នុងឆ្នាំ2005បងប្អូនលុយ$8,000យើងអាចទៅទិញអីវ៉ាន់នៅលើទីផ្សារមិនថារបស់ប្រើប្រាស់ឬក៏បន្លែផ្លែឈើនេះទិញបាននឹងមួយកត្រកពីហូរបានពេញប៉ុន្តែមកមើលបច្ចុប្បន្នទីផ្សារក្នុងឆ្នាំ2025នេះបងប្អូនគេមានហាងទំនើបមិនខុសពីមុនទេប៉ុន្តែលុយតម្លៃលុយ$8,000ដដែលប៉ុន្តែទៅទិញរបស់ប្រើប្រាស់ឥឡូវបងប្អូនទិញសឹងតែមិនបានទេអត់បានពេញមួយកត្រកដូចមុនទេបងប្អូនមូលហេតុអីអ្នកខ្លះគេថាលុយគេហៅថាលុយហើមបងប្អូនប៉ុន្តែលុយតម្លៃលុយនៅដដែលប៉ុន្តែការទិញរបស់ប្រើប្រាស់ការហូបចុកដែលយើងចង់បានហ្នឹងគឺវាអត់បានដូចមុនទេអញ្ចឹងរបស់ប្រើប្រាស់កាន់តែថ្លៃទៅតែលុយយើងវាតម្លៃលុយចំនួនលុយដដែលប៉ុន្តែការទិញក្នុងឆ្នាំតម្រាំតាដល់ថ្ងៃហ្នឹងបងប្អូនរហូតដល់ការព្យាកររហូតដល់ឆ្នាំ2035បងប្អូនគិតមើលថាយើងទិញបានអីខ្លះទិញបានរបស់អីខ្លះដែលទឹកលុយពីមុនហ្នឹងយើងធ្លាប់តែទិញបានរបស់ប្រើប្រាស់ច្រើនពេញមួយកត្រកប៉ុន្តែតម្រាំដល់ថ្ងៃហ្នឹងបងប្អូនគិតថាលុយហ្នឹងសល់តម្លៃប៉ុន្មានចា$1ស្មើ4,000ឬក៏$1
ស្មើប្រហែលចា3000ជាងឬក៏អាចមានកតុយលើសហ្នឹងអញ្ចឹងតម្លៃលុយខ្ញុំគិតថាចំនួនដដែលតែប៉ុន្តែការទិញវាអត់បានដូចមុនអញ្ចឹងមកមើលថាបន្ថែមគេហៅថាគុណភាពជីវិតឲ្យសម្បូរបែបស្តុកស្តម្ភពុះបច្ចុប្បន្នបងប្អូនយើងរស់នៅបែបសម័យគេហៅថាសម័យបច្ចុប្បន្នគឺសម័យទំនើបជឿនលឿនអញ្ចឹងមកមើលថាទម្រាំដល់ថ្ងៃហ្នឹងបងប្អូនដោយសម័យរបស់យើងមិនថាយើងចង់បានលុយច្រើនដែលតាមតម្រូវការនេះបងប្អូនមួយចំនួនបច្ចុប្បន្នណាចង់បានលុយច្រើនយើងធ្វើការថែមម៉ោងឬក៏ធ្វើការឲ្យច្រើនលើសនឹងទៅបានចំណូលដែលយើងចង់បានពេលខ្លះធ្វើឲ្យវាអត់បានតាមតម្រូវការរបស់យើងទៀតអញ្ចឹងមកមើលថាពុកម៉ែបងប្អូនក្នុងបន្ទប់ Zoom នេះខ្ញុំជឿជាក់ថាជាអ្នកដែលធ្វើការលក់កម្លាំងយកប្រាក់ខែឬក៏ជាបុគ្គលិកឬក៏អ្នកដែលធ្វើការឲ្យគេនេះគឺពុកម៉ែបងប្អូនរំពឹងតែប្រាក់ខែគឺយើងគេហៅថាអត់អីអត់ចាស់បានតនុយយកពុកម៉ែបងប្អូនពួកយើងធ្វើការមួយខែ30ថ្ងៃតែបើកប្រាក់ចំណូលមកតែមួយថ្ងៃទេពួកកាត់ការចាយវាទៅវាអត់សមនឹងតម្លៃរបស់យើងប៉ុន្តែមកមើលថាយើងជាបុគ្គលិកជាអ្នកធ្វើការនេះបើយើងអត់យកកម្លាំងយកពេលវេលាទៅបដូរក៏យើងអត់បានចំណូលដែរអញ្ចឹងមកមើលថាជាបុគ្គលិក employee នេះគឺយើងសកម្មមកបងប្អូនសកម្មទៅបានលុយអញ្ចឹងមកមើលខាងក្រៅដូចគ្នាគេតាំងដែរអក្សរ S self employed ជាអាជីវកម្មតខ្លួនជាម្ចាស់ដែលធ្វើការឲ្យខ្លួនឯងនេះគឺពុកម៉ែបងប្អូនដែលជាអ្នកលក់ដូរលក់អីវ៉ាន់តើតែយើងបើកតូបបើកហាងទៅយើងបានចំណូលអញ្ចឹងការងារទាំងពីរប្រភេទនេះបងប្អូនយើងធ្វើប្រចាំប៉ុន្តែធ្វើឲ្យជាមធ្យមយើងគេហៅថាធ្វើឲ្យនៅតែជាមធ្យមអត់អាចទៅមុខបានអញ្ចឹងឲ្យធ្វើឲ្យវានៅតែអត់ឃើញមានតាណាបងប្អូនប៉ុន្តែបើយើងមិនធ្វើគឺអត់អញ្ចឹងមកមើលថាយើងជាអ្នកធ្វើការឬក៏អ្នកលក់ដូរអញ្ចឹងយើងអាចបន្ថែមគេហៅថាការងារបន្ថែមអាជីពបន្ថែមតែមិនមែនជាបុគ្គលិកកម្មករនឹងបងប្អូនមកមើលលោក Robert Kiyosaki បានប្រាប់នៅជំរើសមួយផ្លូវទៀតដែលយើងសហការជាមួយនឹងប្រព័ន្ធបណ្ដាញទីផ្សារMulti-level marketing អញ្ចឹងមកមើលពុកម៉ែបងប្អូនមកយល់ដឹងថាយើងធ្វើជាធុរកិច្ចប្រើពេល3ទៅ5ឆ្នាំនេះតែអាចឲ្យរបស់ដែលពុកម៉ែបងប្អូនចង់បានមិនថាចំណូលឬក៏គេហៅថាពេលវេលាឲ្យពុកម៉ែបងប្អូនទទួលបានអញ្ចឹងមកមើលថាការចំណាយពេលត្រឹមតែ3ទៅ5ឆ្នាំយើងបានរបស់ដែលយើងតាមក្តីសម័យពុកម៉ែបងប្អូនខ្លះយើងធ្វើអត់ទាន់បានជោគជ័យក្នុងរយៈពេល3ទៅ5ឆ្នាំក៏អត់ខាតដែរពុកម៉ែបងប្អូនត្រឡប់ទៅធ្វើអាជីពដដែលក៏អត់ខាតដែរប៉ុន្តែយើងមានអាជីពតខ្លួនហើយតែការងារនេះយើងបន្ថែមយើងធ្វើជោគជ័យខ្លះអត់ជោគជ័យខ្លះគ្រាន់ជាជាងយើងអត់បានធ្វើចឹងមកមើលថាការដែលយើងសហការជាមួយនឹងប្រព័ន្ធបណ្ដាញទីផ្សារទៅតាមគោលដៅដែលយើងដាក់ក្តីសម័យមិញ$40000ប្រើពេល3ទៅ5ឆ្នាំតែអាចឲ្យរបស់មិនថាវិឡារថយន្តចឹងបងប្អូនយកអត់ចាបើយកជួយខមមិនជាបេះដូងឲ្យច្រើនផងដែរយកហើយធ្វើអត់ចាដូចខ្ញុំជម្រាបជូនចឹងអត់មានអាជីពឬការងារណាដែលអត់ធ្វើឲ្យបានចំណូលទេគឺត្រូវតែធ្វើចាបើធ្វើជួយខមមិនបេះដូងបន្ថែមផងដែរចាចឹងមកមើលថាការដែលយើងធ្វើយើងសហការមកមើល Multi-level marketing MLM ចឹង Multi-level marketing ពុកម៉ែបងប្អូនហេតុអីបានជាយើងនេះមកយល់ដឹងឬក៏សិក្សាស្វែងយល់បន្ថែមជាមួយនឹងប្រព័ន្ធបណ្ដាញទីផ្សារអញ្ចឹងមកមើលថាពុកម៉ែបងប្អូនយល់ដឹងពីទីផ្សារពុកម៉ែបងប្អូនដឹងហើយថាទីផ្សារមានបណ្ដុំនៅការផ្ដល់នៅទំនិញក៏ដូចជាផលិតផលឬក៏ផ្ដល់នៅសេវាកម្មអញ្ចឹងពុកម៉ែបងប្អូនស្គាល់ថាទីផ្សារដែលយើងទៅទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃដោយពុកម៉ែបងប្អូនហៅទីផ្សារថ្មីសារបង្ឈូកអីចឹងយើងដឹងហើយគឺយើងទិញរាល់របស់ប្រើប្រាស់ហ្នឹងឯងចឹងមកមើលការយល់ដឹងទីផ្សារអញ្ចឹងគេបានបែងចែកឬក៏គេបានប្រាប់ទីផ្សារ4ប្រភេទដែលគេយកមកជម្រាបជូនបងប្អូនឲ្យយល់ដឹងពីទីផ្សារទី1គឺទីផ្សារ retailing ទីផ្សារ retailing គឺជាទីផ្សារដែលមានក្រុមហ៊ុនក៏ដូចជាមានរោងចក្រ
ក៏មានរោងចក្រហើយក៏មានផលិតផលបញ្ជូនដល់ដៃឈ្មួញកណ្ដាលពុកម៉ែបងប្អូនដែលជាហាងទំនើបធំមានសវណ្ណាអ៊ីអនឬក៏ឡាក់គី Big C 7 Lotus នេះចឹងការផ្ដល់ចេញពីខាងក្រុមហ៊ុនឬក៏រោងចក្របានផ្ដល់ទៅដល់ឈ្មួញកណ្ដាលតែឈ្មួញកណ្ដាលនេះបានយកមកលក់ចែកចាយមកឲ្យយើងជាអ្នកប្រើប្រាស់យើងជាអ្នកប្រើប្រាស់យើងជាអ្នកទិញបានត្រឹមតែមកទិញទេចឹងអ្វីដែលចំណេញគឺខាងក្រុមហ៊ុននិងឈ្មួញកណ្ដាលពួកគេចែកភាគរយឲ្យគេហៅថាអ្នកសហការទាំងពីរហ្នឹងចឹងយើងបានតែអ្នកប្រើប្រាស់តែប៉ុណ្ណឹងចឹងមកមើលទីផ្សារទី2ទីផ្សារពីរ៉ាមីតពុកម៉ែបងប្អូនស្គាល់អត់ចាបែបកពូលភ្នំស្រួយឬក៏ជាចង្វាក់មានថាច្រវាក់ប្រតិគ្នាពុកម៉ែបងប្អូនឃើញអត់យើងជាអ្នកលេងតុងទីនដឹងហើយថាទីផ្សារបែបពីរ៉ាមីតពុកម៉ែបងប្អូនយើងប្រមូលគ្នាដាក់លុយយកលុយចឹងគឺអត់មានច្បាប់ទម្លាប់ទេប៉ុន្តែយើងចង់បានលុយឬក៏ចង់បានការខ្ពស់យើងដេញចឹងការដែលលេងតុងទីនឬក៏បែបទីផ្សារបែបនេះពុកម៉ែបងប្អូនអត់មានច្បាប់ទម្លាប់ហើយក៏អត់មានផលិតផលដែរតែបើមានផលិតផលក៏តម្លៃហ្នឹងលើសពីទីផ្សារឧទាហរណ៍តែពុកម៉ែបងប្អូនទិញជារបស់ប្រើប្រាស់ខ្សែក្រវ៉ាត់មួយធម្មតាទូទៅគេលក់តែប៉ុន្មានចា5-60000តែបើថាលក់បែបពីរ៉ាមីតនេះពុកម៉ែបងប្អូនគឺតាមអ្វីដែលគេកំណត់គឺ$30ទៅ50អញ្ចឹងគឺអត់មានច្បាប់ទម្លាប់ទេហើយពុកម៉ែបងប្អូនដែលយើងមកមើលទីផ្សារនេះគឺទីផ្សារទី3ដារិសាជាទីផ្សារដែលមានក្រុមហ៊ុនមានរោងចក្រដូចតែទីផ្សារទី1អញ្ចឹងប៉ុន្តែទីផ្សារដារិសានេះគឺជាទីផ្សារដែលលក់ផ្ទាល់ហើយលក់មួយជាន់ពុកម៉ែបងប្អូនដែលទិញជាកញ្ចប់ធានារ៉ាប់រងអាយុជីវិតដែលពុកម៉ែបងប្អូនស្រឡាញ់ថាយើងត្រូវការធានារ៉ាប់រងអាយុជីវិតហ្នឹងរយៈពេលប្រហែលឆ្នាំហើយយើងទិញទៅហើយក្រុមហ៊ុនក៏លក់ឲ្យយើងផ្ទាល់នេះក្រុមហ៊ុនមានប្រូម៉ូសិនលក់កញ្ចប់10ឆ្នាំទៅ15ឆ្នាំនេះយើងចង់បានធានារ៉ាប់រងអាយុជីវិតយើងទិញជាមួយទៅយើងបង់ជូនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្នឹងទៅតែការដែលលក់បែបផ្ទាល់នេះពុកម៉ែបងប្អូនបើគេលក់កាន់តែច្រើនគេកាន់តែចំណេញយើងទិញយើងបានតែទិញប្រើប្រាស់ពេលខ្លះពុកម៉ែបងប្អូនទីផ្សារដារិសានេះពុកម៉ែបងប្អូនយើងជាអ្នកទិញពីផ្ទាល់មួយជាន់មែនប៉ុន្តែពេលខ្លះយើងអត់មានសិទ្ធិប្រើទេពុកម៉ែបងប្អូនតើដល់កំណត់ឆ្នាំគេបានយើងប្រើអញ្ចឹងមកមើលទីផ្សារទី3ពុកម៉ែបងប្អូនដឹងហើយពេលខ្លះយើងបង់ជូនតែយើងចង់ដកមកវិញក៏អត់បានអញ្ចឹងបែបលក់ផ្ទាល់នេះលក់មួយជាន់ឲ្យយើងបែបលក់ធានារ៉ាប់រងអីឲ្យយើងហ្នឹងចាអញ្ចឹងមកមើលទីផ្សារទី4គឺទីផ្សារបែប MLM Multi-Level Marketing អញ្ចឹងដោយក្រុមហ៊ុន Joint Corporation Ltd ក៏មានទីផ្សារបែបប្រព័ន្ធបណ្ដាញទីផ្សារពុកម៉ែបងប្អូនឃើញអត់ចាដូចម្ចាស់ជីវកម្មក្នុងតុបស៊ូមនេះដែលបានទៅទស្សនកិច្ចបានឃើញនៅរោងចក្រក៏ដូចជាក្រុមហ៊ុនមានហាងដែលផ្ទុកទំនិញជាច្រើនមុខពុកម៉ែបងប្អូនឃើញអត់ដែលជាសំណាក់ងานយាយធំដែលស្ថិតនៅទីក្រុងបង្កក់ផ្ទាល់មានការផ្ទុកផលិតផលជាច្រើនមុខហើយការដែលផ្ដល់ជូនហ្នឹងគឺអត់មានឈ្មួញកណ្ដាលក៏ដូចជាអត់មានអ្នកកាត់ស្តុកអីទេមានតែហាងផ្ទាល់ខ្លួនមាន JC Mall JC Mart ចឹងសពហាងផ្ទាល់ខ្លួនក្រុមហ៊ុនមានផ្ទាល់ខ្លួនហើយរាល់ផលិតផលគឺដាក់ចូលហាងផ្ទាល់ខ្លួនទៅតែយើងគេបានឲ្យយើងមកសហការខ្លាចជាម្ចាស់ប្រើប្រាស់រាល់ផលិតផលតាមតម្រូវការពុកម៉ែបងប្អូនឆ្លាញ់ផ្នែកថែទាំសុខភាពក៏ប្រើទៅហើយប្រើឲ្យប្រាប់ឲ្យបបួលឲ្យមានការទិញផ្ដល់ដែលយើងឃើញថាយើងប្រើផ្ទាល់ខ្លួនល្អហើយទៅចែករំលែកពី1បែប2តាមប្រព័ន្ធគម្រោងបាយរីឬក៏គេហៅថាបែបទីផ្សារដែលយើងស្រឡាញ់មកទីល្បានេះយើងចង់ខ្លាយជាអ្នកទាំងតែអ្នកទិញឬក៏អ្នកលក់ឬក៏ពិសេសហ្នឹងពង្រីកពុកម៉ែបងប្អូនមកមើលថារាល់ថ្ងៃយើងប្រើប្រាស់ល្អប្រាប់បន្តយើងសិក្សាកសាង roll up មានថាតាមល្បាតាមថ្នាក់តាមជាន់នេះពី
បែក2 បែក4តាមល្បាទ្វេគុណយើងនឹងទទួលបានប្រាក់ចំណូលទាំងអស់ហ្នឹងពុកម៉ែបងប្អូនយើងទទួលបានផ្ដើមពីយើងប្រើប្រាស់ល្អប្រាប់បបួលហើយសាងអញ្ចឹងមកមើលថាហេតុអ្វីបានជាយើងអ្នកត្រូវធ្វើធុរកិច្ចបណ្ដាញទីផ្សារអញ្ចឹងមកមើលថាពុកម៉ែបងប្អូនដឹងហើយថាពេលដែលយើងស្គាល់ពីទីផ្សារទាំង4ហ្នឹងហើយតើហេតុអីបានជាយើងត្រូវមកធ្វើប្រព័ន្ធបណ្ដាញទីផ្សារព្រោះប្រព័ន្ធបណ្ដាញទីផ្សារយើងដាក់ដើមទុនតិចចំណូលទ្វេគុណមិនមានហានិភ័យដាក់ដើមទុនម្ដងគឺមួយជីវិតពុកម៉ែបងប្អូនហេតុអីមិនមានហានិភ័យពុកម៉ែបងប្អូនព្រោះយើងយកគេហៅថាឧទាហរណ៍ពុកម៉ែបងប្អូនមួយចំនួនណាទិញរបស់បានរបស់ឲ្យលុយគេសម្រាប់ក្រុមហ៊ុនទិញរបស់បានរបស់ឲ្យលុយដូចគ្នាប៉ុន្តែចំណេញដែលខាងក្រុមហ៊ុនផ្ដល់ជាអាជីពអញ្ចឹងមកមើលថាការសាងចំណូលដែលអត់មានដែនកំណត់ឲ្យយើងពុកម៉ែបងប្អូនមុនដំបូងណាសហការគឺយើងធ្វើ 100% ហត់ប៉ុន្តែពុកម៉ែបងប្អូនមើលឧទាហរណ៍ថាយើងធ្វើយូរទៅយើងមានការកាត់បន្ថយកម្លាំងនិងពេលវេលាវាកាន់តែឲ្យយើងហ្នឹងអត់ហត់នឿយទេប៉ុន្តែមកមើលថាក្នុងបន្ទប់មួយមានកៅអី100បើយើងម្នាក់ឯងមុនដំបូងណាយើងធ្វើឬក៏យើងជញ្ជូនកៅអី100កៅអីហ្នឹងចេញពីបន្ទប់មួយយើងប្រើពេលជញ្ជូនកៅអីមួយគឺ1នាទីអញ្ចឹងចុះកៅអី100នាទីអញ្ចឹងយូរអត់ចាស់យូរតែបើយើងទៅបបួលមិត្តភ័ក្តិឬក៏អ្នកដែលស្គាល់ហ្នឹងឲ្យបាន10នាក់មកជួយជញ្ជូនកៅអីចេញពីបន្ទប់ហ្នឹងដដែលអញ្ចឹង10នាក់ប្រើពេលប៉ុន្មានចាស់តែ10នាទីអញ្ចឹងកាន់តែកាត់បន្ថយកម្លាំងនិងពេលវេលាមកមើលថា100កៅអីទៅនឹងដដែលយើងទៅបបួលឲ្យបាន100នាក់ដើម្បីជួយជញ្ជូនកៅអីហ្នឹងចេញអញ្ចឹងសល់ប៉ុន្មានចាស់តាម1នាទីព្រោះ100នាក់ជួយជញ្ជូនកៅអីមួយអញ្ចឹង100នាក់ប្រើពេលតែ1នាទីទេអញ្ចឹងកាន់តែលឿនអត់ចាស់លឿនអញ្ចឹងមកមើលថាការដែលយើងសហការជាក្រុមធីមជាខ្សែឡាយអញ្ចឹងពុកម៉ែបងប្អូនយើងសហការគ្នាយើងគេហៅថាពូតដៃរួមសហការអ្នកម្នាក់តិចទៅគឺយើងមុនដំបូងយើងចោះកម្លាំងណាតែបើយើងបានសហការយូរទៅពុកម៉ែបងប្អូនឃើញអត់គេហៅថាចកាសមួយអាចកាត់បាច់កាច់បាក់ពុកម៉ែបងប្អូនតែបើចកាសមួយបាច់កាច់មិនបាក់ទេចាអញ្ចឹងមកមើលថាការដែលយើងសហការឬក៏យើងធ្វើប្រព័ន្ធបណ្ដាញទីផ្សារជាមួយនឹងក្រុមហ៊ុន Joint and Coin Corporation ពុកម៉ែបងប្អូនឃើញអត់ព្រោះបើកឱកាសឲ្យមនុស្សយើងទូទៅចូលមកសហការមិនថាកម្រិតណាអ្វីណាយើងក៏អាចសហការបានអញ្ចឹងការចូលនិវត្តន៍នឹងលឿនតែចំណូលរបស់យើងមិនចូលនិវត្តន៍តាមយើងទេអញ្ចឹងមកមើលថាការដែលយើងសិក្សារៀនសូត្រពុកម៉ែបងប្អូនតាំងពីតូចយើងប្រើពេលវេលាតាំងពីថ្នាក់ទី1រហូតដល់បញ្ចប់វិទ្យាល័យឬក៏គេហៅថាមហាវិទ្យាល័យនេះយើងចំណាយពេលប៉ុន្មានចា20ឆ្នាំនេះសិក្សាមានចំណេះជំនាញហើយចង់បានចំណូលក៏ចេញទៅបម្រើការងារធ្វើការឲ្យគេរយៈពេល40ឆ្នាំទៀតតែធ្វើការសន្សំធ្វើការផងសំលុយផងប៉ុន្តែវាអត់សល់ប៉ុន្មានតែយើងសល់ពេលដែលចូលនិវត្តន៍តិចតែ20ឆ្នាំហើយយើងចូលនិវត្តន៍ហើយយើងអត់មានកម្លាំងកំហែងឬក៏ដំណើរកំសាន្តបងប្អូនក្នុងសភាពបែបនេះគឺអត់សុបាយចិត្តទេបងប្អូនអញ្ចឹងមកមើលប្រើពេលវេលាសិក្សារៀនសូត្រខាងក្រោមដូចគ្នា20ឆ្នាំដូចគ្នាប៉ុន្តែយើងសិក្សាបដាយើងក៏មានអាជីពឬក៏មានអាជីវកម្មតខ្លួនតែយើងមកសហការជាមួយនឹងក្រុមហ៊ុន JNC នេះប្រើពេលតែ5ឆ្នាំឬក៏អាចលើសនឹងបងប្អូនខ្លះគាត់ជាអ្នកធ្វើកសិកម្មដូចឬក៏អ្នកចំការកាត់ដាំតារ៉េនក៏គាត់ចំណាយពេលអញ្ចឹងមកមើលថាយើងសហការផងសិក្សាបដាតែបានសល់ពេល60ឆ្នាំនេះដែលយើងចូលនិវត្តន៍ឲ្យបងប្អូនបានភាពសប្បាយរីករាយជួបជុំមនុស្សទីស្រឡាញ់ក្រុមគ្រួសារឲ្យបានចំណូលមិនមានទ្វេគុណអត់មានដែនកំណត់បងប្អូនអញ្ចឹងមកមើលថាយើងសហការឬក៏យើងបើកចិត្តមកចូលរួមជាមួយនឹងក្រុមហ៊ុន Joint and Coin Corporation Ltd បងប្អូនហេតុអីបានជាយើងត្រូវសហការឬក៏សិក្សាបន្ថែមជាមួយនឹងក្រុមហ៊ុន JNC អញ្ចឹងបងប្អូនមើលបងប្អូនស្គាល់អត់ចា
ព្រោះក្រុមហ៊ុន GNC គឺជាប្រព័ន្ធបណ្ដាញទីផ្សារបែប MLM Multi-Level Marketing អញ្ចឹងប្រព័ន្ធបណ្ដាញទីផ្សារពុកម៉ែបងប្អូនប្រព័ន្ធបណ្ដាញទីផ្សារគឺជាប្រព័ន្ធដែលមានការគេហៅថាមានគ្រឹះរឹងមាំក៏ដូចជាមានប្រធានក្រុមហ៊ុនច្បាស់លាស់ដោយក្រុមហ៊ុន GNC របស់យើងគឺមានប្រធានក្រុមហ៊ុនគឺលោកដុកទ័រសំឆៃហាត់ឈីលីលាហាតែរូបលោកបានបង្កើតឬក៏កសាងក្រុមហ៊ុន Joy and Coin Corporation Ltd ដែលហៅកាត់ថាក្រុមហ៊ុន GNC នេះតាំងពីឆ្នាំ2000បច្ចុប្បន្នពុកម៉ែបងប្អូនចូលមកដល់បច្ចុប្បន្នហ្នឹង25ឆ្នាំតែចូលទៅដីកម្ពុជារបស់យើងនេះដោយបុគ្គលពីផែនដីគឺ Super President សហុនមីងម៉ាលីចូលកម្ពុជាជាង15ឆ្នាំហើយបងប្អូនយូរអត់ចានៅក្នុងប្រទេសថៃ25ឆ្នាំហើយក៏មានសាខាជាង70កន្លែងដែលមានរោងចក្រស្តង់ដារ GMP ផលិតឱសថបុរាណចិនទឹកយ៉ុងហឹងបងប្អូនក្នុងបន្ទប់ Zoom នេះដែលបានអញ្ជើញចូលរួមទៅទស្សនកិច្ចក៏ដូចជាបានឃើញរោងចក្រផលិតឱសថបុរាណចិនទឹកយ៉ុងហឹងជួយខមមិនបេះដូងផងដែរចាអញ្ចឹងតិចទៀតនៅក្នុងថ្ងៃទី24 25ខែ6ខាងមុខបងប្អូនត្រៀមទៅទស្សនកិច្ចទៀតចាហើយក៏មានហាងទំនិញ JC iMart JC Mall ជាង200សាខាមានការរីករាលដាលទៅទាំងអាស៊ានបងប្អូនមិនថាម៉ាឡេភូមាឡាវជាពិសេសកម្ពុជារបស់យើងណាចឹងមកមើលថាមានគណៈ MVP ដែលគាត់ជោគជ័យហ្នឹងជាង3000លេខកូដផងដែរចាច្រើនអត់ចាច្រើនហើយបងប្អូនដែលជើញទៅសាខាពោធិ៍សាត់ស្អែកហ្នឹងក៏មានអ្នកជោគជ័យអ្នកមានទទួលបានសុខភាពល្អហើយសត្វតាខាងកម្ពុជារបស់យើងដែលគាត់ទទួលបានភាពជោគជ័យក៏ដូចជាគេហៅថាចំណូលជាមួយនឹងក្រុមហ៊ុន GNC អ្នកខ្លះលើតែចំណូលពីក្រុមហ៊ុន GNC គិតថាបានចំណូលហ្នឹងមួយខែប៉ុន្មានទៅការជាមួយក្រុមហ៊ុនអញ្ចឹងបងប្អូនត្រូវឲ្យច្បាស់ថាពេលដែលយើងបានចំណូលហ្នឹងគឺចំណូលពីយើងសហការមិនមែនធ្វើការជាមួយនឹងក្រុមហ៊ុនបុគ្គលិកកម្មករទេគឺផ្ដើមចេញពីយើងសហការប្រើប្រាស់រាល់ផលិតផលជាពិសេសបងប្អូនឃើញអត់រោងចក្រផលិតឱសថបុរាណចិនទឹកយ៉ុងហឹងដែលជាឱសថថែទាំសុខភាពមិនមែនជាថ្នាំព្យាបាលរោគឬក៏គេហៅថាថ្នាំហ្នឹងបងប្អូនជាឱសថអញ្ចឹងមកមើលថាក្នុងក្រុមហ៊ុន JNC របស់យើងមានផលិតផលជាង35000មុខបងប្អូនឃើញអត់នៅសំណាក់ងานយាយធំចិត្តត្រៀមទៅទៀតហើយបងប្អូនខ្លះត្រៀមទិញហើយមានសិទ្ធិចាប់រង្វាន់ទៀតចំណេញបងប្អូនអត់មានទីផ្សារណាដែលយើងទិញហើយបានចំណេញលុយតែបងប្អូនចេះទិញតាំងពីតូចមកទិញហើយឲ្យលុយបានតែរបស់ទេអញ្ចឹងមកមើលថាក្រុមហ៊ុន GNC មានផលិតផលតាមតម្រូវការហើយពិសេសគេបានបែងចែកផលិតផលហ្នឹងជា5ផ្នែកឬក៏5ក្រុមធំទី1ផ្នែកគ្រឿងសម្អាងសម្រាប់បរិសុទ្ធនារីប្រើអត់យ៉ាងទឹកអប់ប្រេងម្សៅក្រែមអីចង់បានមុខស្រស់ស្អាតអញ្ចឹងគឺមានទាំងអស់គ្រឿងសម្អាងគ្រឿង make up អញ្ចឹងទី2សម្រាប់ឧបភោគបរិភោគដាំស្លមិនថាពុកម៉ែបងប្អូនស្លប្រចាំថ្ងៃមានទាំងអស់សពគ្រប់សាប៊ូបោកក្អោថ្នាំដុសធ្មេញមានទាំងអស់អញ្ចឹងមើលថារបស់ប្រើប្រាស់ប្រចាំគឺក្នុងក្រុមហ៊ុនមានហើយទី3គឺប្រេងសម្រាប់យានយន្តពុកម៉ែបងប្អូនដែលមានជាម៉ូតូរថយន្តឡានហ្នឹងគឺយើងអាចប្រើប្រាស់នៅក្នុងក្រុមហ៊ុនមានប្រេងសម្រាប់បដូរទី4ផ្នែកជីកសកម្មមិនថាផ្នែកចំការស្រែដល់ឥឡូវដល់គេហៅថារដូវវស្សាចូលមកដល់ហើយអញ្ចឹងដូចនាងខ្ញុំអីធ្វើផ្នែកកសិកម្មគឺធ្វើស្រែអញ្ចឹងប្រើជីនៅក្នុងក្រុមហ៊ុនគឺមានជីទឹកជីគ្រាប់ជីម្សៅជាពិសេសបងប្អូនឥឡូវជី1244សម្រាប់ម្ចាស់អាជីវកម្មនៅខាងសំឡូតគឺប្រើច្រើនមែនទែនសម្រាប់អីគេខែតារ៉េនចេះក៏ទិញដាក់ផលដំណាំជាចំការមានម្រេចមានអីជាដើមអញ្ចឹងចូលដល់រដូវវស្សានេះគឺយើងផ្នែកខាងកសិកម្មក៏ដូចជាចំការហ្នឹងគឺត្រូវហើយជីនៅក្នុងក្រុមហ៊ុនរបស់យើងមានហើយទី5ផ្នែកអាហារបំពន់តែអាហារបំពន់នេះក្រុមហ៊ុនក៏បានបែងចែកជា2ផ្នែកធំទៀតមិនថាផ្នែកថែទាំសុខភាពក៏ដូចជាផ្នែកគេហៅថា
រៀងឲ្យយើងនេះស្អាតស្លីមមានផ្នែកខ្លះបងប្អូនដែលចង់បានញ៉ាំកាហ្វេញ៉ាំផ្នែកអាហារសម្រក់ឬក៏គេហៅថាផ្នែកចង់ឲ្យបានសាច់ស្បែកស្រស់ស្អាតសអញ្ចឹងក្រុមហ៊ុនមានទាំងអស់តែអ្វីដែលសំខាន់ដែលក្រុមហ៊ុនដទៃមិនមាននៅក្នុងក្រុមហ៊ុន JNC របស់យើងបងប្អូនជួយខមមិនជាបេះដូងឲ្យច្រើនដល់ឱសថបារាំងចិនទឹកយ៉ងហឹងដែលមានសបកដបពោតក្រូចហើយនឹងដបពោខ្មៅអញ្ចឹងឱសថបារាំងចិនទឹកយ៉ងហឹងគឺសម្រាប់ថែទាំសុខភាពអញ្ចឹងមកមើលថាផ្នែកអាហារបំពន់មិនថានងខ្មៅលេខ sesame នេះបងប្អូនអញ្ចឹងមកមើលថាផ្លេសេសាមីនេះការពារដល់បងប្អូននៅក្នុងបន្ទប់ស៊ូមនេះដែលធ្លាប់ប្រើដឹងហើយពីអត្ថប្រយោជន៍ការពារដល់ជំងឺមហារីកលើសឈាមបេះដូងសន្លាក់ជំនួយខួរក្បាលហើយបញ្ចុះជាតិខ្លាញ់អញ្ចឹងមកមើលទៀតយ៉ុងមីងបងប្អូនគឺផ្សំឡើងពីឱសថបុរាណជាង20មុខដែលមានតាំងឆាវក្រហមបងប្អូនស្គាល់អត់តាំងឆាវក្រហមដោយតកៅគេហៅថាសត្វតកៅឈើតែក៏មានតាំងឆាវក្រហមតែផ្សំនៅក្នុងហ្នឹងហើយបងប្អូនជួយដល់ប្រព័ន្ធដង្ហើមរបស់បងប្អូនហើយអ្នកដែលមានបញ្ហាសូត្រពិបាកដកដង្ហើមរលាកស៊ីច្រមុះនិងបំពង់កពិសេសហ្នឹងសម្រាប់អ្នកដែលគេងមិនលក់ហើយអស់កម្លាំងហើយពិសេសលាងជាតិពុលចេញពីក្នុងគេហៅថាអាលាក់ថ្លើមឬក៏ឧស្សាហ៍ជាក្បាលប្រមុខក៏ខ្យល់អីជាដើមហ្នឹងឯងអញ្ចឹងញ៉ាំយ៉ុងហឹងគឺជាជំនួយសុខភាពរបស់យើងអញ្ចឹងមកមើល Caramen C រូបក្តាមនេះបងប្អូន Caramen C ជំនួយដល់អ្នកដែលមានបញ្ហាកាពះរ៉ាំរ៉ៃអ្នកដែលមានបញ្ហាគីសាច់ឬក៏ទឹកជួយទប់ស្កាត់ការកើតជំងឺមហារីកហើយជួយលាងសម្អាតជាតិពុលពីថ្លើមសម្អាតជាតិដែលមាននៅក្នុងរាងកាយពុកម៉ែបងប្អូនជាពិសេសកាពះពោះវៀនរបស់យើងហ្នឹងយើងអត់ដឹងថាយើងញ៉ាំរាល់ថ្ងៃអ្វីដែលនៅកក់ស្ទះក្នុងពោះវៀនយើងតែអញ្ចឹងមកមើលថាឱសថបុរាណចិនទឹកយ៉ុងហឹងបងប្អូនក្នុងបន្ទប់ស៊ូមខ្ញុំដឹងថាផ្នែកថែទាំសុខភាពទទួលស្គាល់ច្រើនឱសថបុរាណចិនទឹកយ៉ុងហឹងមកមើលថាឱសថបុរាណចិនទឹកយ៉ុងហឹងដែលមានសបកដបពោតក្រូចហើយនឹងដបពោខ្មៅនេះបងប្អូនក៏មានធាតុផ្សំក៏ដូចជាគេហៅថាមានរោងចក្រផលិតផ្ទាល់អត់មានក្រុមហ៊ុនណាដែលយើងញ៉ាំផ្នែកថែទាំសុខភាពហើយគេបើកឲ្យយើងទៅទស្សនកិច្ចទេអញ្ចឹងបងប្អូនដែលត្រៀមទៅទស្សនកិច្ចសម្រាប់ខែ6ត្រៀមទាំងអស់គ្នាចាទៅទស្សនកិច្ចរោងចក្របងប្អូនដែលទៅដល់ហ្នឹងមានអារម្មណ៍មិនដែរចាក្លិនក្រអូបថ្នាំហើយធ្វើអារម្មណ៍យើងហ្នឹងដែលឈឺមុំបាត់បងប្អូនអារម្មណ៍ស្រស់ស្រាយមែនទែនអញ្ចឹងមកមើលថាផលិតផលលំដាប់ថ្នាក់អន្តរជាតិនេះ GMP វត្ថុធាតុដើមលំដាប់ A មកពីប្រទេសចិនហើយក៏មានរោងចក្រផលិតលំដាប់ថ្នាក់អន្តរជាតិការវេចខ្ចប់ស្តង់ដារការចម្រោះចម្រាញ់អនាម័យក៏ដូចជាការសម្អាតហ្នឹងការបញ្ចូលបរិមាណត្រឹមត្រូវគ្រឿងចក្រផលិតហ្នឹងដោយម៉ាស៊ីនស្វ័យប្រវត្តិអញ្ចឹងមកមើលថាអត្ថប្រយោជន៍នៃការយើងញ៉ាំឱសថបុរាណចិនទឹកយ៉ុងហឹងជួយដល់ប្រព័ន្ធរាងកាយរបស់យើងទាំង9ប្រព័ន្ធមិនថាប្រព័ន្ធប្រសាទដង្ហើមបេះដូងសាច់ដុំរំលាយអាហារអរម៉ូនបន្តពូជនិងប្រព័ន្ធបន្តបាំងនិងប្រព័ន្ធការពាររាងកាយអញ្ចឹងមកមើលថាក្នុងឱសថបុរាណចិនទឹកយ៉ុងហឹងមានធាតុផ្សំជាង30មុខបងប្អូនស្គាល់អត់ចាច្រើនមែនតើ30មុខជាងអញ្ចឹងមកមើលថាក្នុងមួយមុខអាចជំនួយឬក៏គេហៅថាការពារទប់ស្កាត់រាងជំងឺ2រោគាមានថា2រោគយើង2ប្រភេទណាបងប្អូនអញ្ចឹងមក30មុខជាងបងប្អូនដូចមានដុកទ័រជួយមើលថែរាងអញ្ចឹងមកមើលអ្វីដែលអស្ចារ្យការវិវត្តរបស់តាំងឆាវគេហៅថាសត្វតកៅឈើបងប្អូនឃើញអត់ផ្ដើមចេញពីបងប្អូនឃើញតែចេះថ្លៃណាឯណារកបាននៅក្នុងប្រទេសចិនគឺមានហ្មងប៉ុន្តែបថុយនឹងគ្រោះថ្នាក់ព្រោះមានការវិវត្តនោះនៅលើភ្នំទីបេប្រទេសចិនខ្ពស់មែនទែនហើយហានិភ័យអ្នកដែលទៅរកបានតាមួយខាំពីរខាំក៏មានដែរពោះ1គីឡូជាង$120,000បងប្អូនចុះមកមើលថាហេតុអីបានជាយើងញ៉ាំយ៉ុងហឹងបងប្អូនអញ្ចឹងមកមើលថា
យើងគ្រប់គ្នាបានទទួលទានក៏ដូចជាញ៉ាំយ៉ងហឹងនេះដឹងរសជាតិប្រៃល្វីងផ្អែមដឹងពីការដែលយើងញ៉ាំហើយទទួលបានសុខភាពល្អបែបម៉េចហើយមានការដែលក្នុងរាងកាយរបស់យើងនេះវាទប់ស្កាត់រារាំងបញ្ហាមេរោគអីផ្សេងៗនៅក្នុងរាងកាយរបស់យើងអញ្ចឹងទី1ការដែលយើងញ៉ាំយ៉ងហឹងពុកម៉ែបងប្អូនជួយឬក៏ជំនួយដល់មិនមែនជាខ្ញុំជម្រាបជូនណាមិនមែនជាថ្នាំព្យាបាលរោគប៉ុន្តែជាឱសថដើម្បីអីគេកម្ចាត់ជាតិពុលលាងសម្អាតជាតិពុលចេញពីក្នុងរាងកាយមិនថាថ្លើមមិនថាក្នុងសួតឬក៏គេហៅថាសួតដែលយើងមិនល្អកលៀនបេះដូងអញ្ចឹងទាំងអស់ហ្នឹងជាពិសេសពោះវៀនពុកម៉ែបងប្អូនពោះវៀនរបស់យើងវាបត់ច្រើនតំណាក់មែនតើអញ្ចឹងយើងអត់ដឹងថាការដែលយើងញ៉ាំទៅវាមានការកកស្ទះការដោះសាច់ឬក៏គេហៅថាអ្នកខ្លះញ៉ាំទៅវាកកស្ទះនៅក្នុងពោះវៀនហ្នឹងគេហៅថាពោះវៀនដុសខ្នែងទៀតអញ្ចឹងវាបញ្ហាមហារីកពោះវៀនធំពោះវៀនតូចអញ្ចឹងការដែលយើងញ៉ាំយ៉ងហឹងជួយលាងសម្អាតជាតិពុលដែលក្នុងរាងកាយរបស់យើងមិនថាពុកម៉ែបងប្អូននៅក្នុងសរសៃឈាមយើងញ៉ាំរបស់របរទៅយើងអត់ដឹងទេពួកយើងគ្រប់គ្នាដឹងហើយថាពេលដែលយើងដាក់ទឹកក្នុងធុងមួយបើយើងអត់បានស្ដារលាងចេញទេវាមានកំណកគេហៅថាកកស្ទះឬក៏មានកំតិចកទីតែដូចក្នុងខ្លួនរបស់យើងពុកម៉ែបងប្អូនដែលលាងដែលឆែកអត់ចាអត់ទេអញ្ចឹងជាឱកាសដែលយើងមានបញ្ហាជំងឺនៅក្នុងរាងកាយអញ្ចឹងវាអាចមានបញ្ហាគ្រោះថ្នាក់ដល់ក្នុងរាងកាយរបស់យើងមិនថាស្បែកសរសៃឈាមឬក៏ខ្លាញ់រុំនៅក្នុងបេះដូងអញ្ចឹងមនុស្សយើងមានធាតុសម្រាប់នៅក្នុងរាងកាយអញ្ចឹងទី2យើងញ៉ាំយ៉ងហឹងដើម្បីធ្វើឲ្យសមតុល្យរាងកាយរបស់យើងមានធាតុក្តៅធាតុត្រជាក់នៅក្នុងរាងកាយរបស់យើងអញ្ចឹងមកមើលធាតុទាំង5នៅក្នុងរាងកាយរបស់យើងពុកម៉ែបងប្អូនដឹងហើយថាធាតុទាំង5មានអីខ្លះចាធាតុទាំង5មានថ្លើមបេះដូងលំពែងសួតកលៀនអញ្ចឹងធាតុទាំង5ហ្នឹងបើធាតុណាមួយវាដូចថាវាចុះខ្សោយក៏យើងអត់ល្អដែរអញ្ចឹងធាតុទាំង5ហ្នឹងដែលតំណាងឲ្យធាតុថ្លើមហ្នឹងឈើធាតុថ្លើមហ្នឹងធាតុឈើបេះដូងហ្នឹងភ្លើងហើយលំពែងធាតុដីហើយសួតធាតុមាសកលៀនធាតុទឹកអញ្ចឹងមកមើលថាពេលដែលយើងញ៉ាំទៅទទួលបានថ្លើមដែលល្អមានអង់ទីកមានការបង្កើតគេហៅថាក្របឈាមបណ្ដោះកោសិកាហ្នឹងវាធ្វើឲ្យសរសៃឈាមរត់បានស្រួលមិនថាកលៀនរបស់យើងនេះវាមានបញ្ហាអ្នកខ្លះមានបញ្ហាគឺតែបញ្ហាខូចកលៀនខូចអីអញ្ចឹងវាបណ្ដាលឲ្យដល់តម្រងនោមអីចឹងគឺយើងញ៉ាំយ៉ងហឹងគឺជំនួយបែបហ្នឹងបងប្អូនប៉ុន្តែយើងជៀសមិនផុតការឈឺទេប៉ុន្តែយើងញ៉ាំដើម្បីទប់ស្កាត់រារាំងហើយទី3បង្កើនកោសិកាបម្រុងកោសិកាបន្ថែមកម្លាំងជីវិតបងប្អូនបន្ថែមកម្លាំងជីវិតមិនមែនថាឲ្យជីវិតយើងអមតៈទេប៉ុន្តែឲ្យសុខភាពរបស់យើងនៅក្នុងរាងកាយហ្នឹងវាអត់មានការឈឺវាមានការឈឺខ្លះក្នុងចំណុចណាមួយប៉ុន្តែវាធ្វើឲ្យសុខភាពរបស់យើងហ្នឹងវាខ្លាំងក្លាឡើងហើយពុកម៉ែបងប្អូនឃើញអត់វាទប់ស្កាត់រារាំងរាល់បញ្ហាមេរោគផ្សេងៗហើយកោសិកាក្របឈាមរបស់យើងនេះព្រោះមនុស្សយើងគ្រប់រូបតែងតែមានគេហៅថាក្របឈាមក្រហមនិងសអញ្ចឹងការបណ្ដោះក្របឈាមនេះវាអាចថាក្របឈាមរបស់យើងណាវិវត្តជារៀងរាល់ថ្ងៃឯងថ្ងៃខ្លះវាអាចនឹងស្ទើរតែបើយើងញ៉ាំទៅវាជួយជំនួយក្របឈាមក្រហមរបស់យើងអញ្ចឹងការដែលយើងញ៉ាំយ៉ងហឹងពុកម៉ែបងប្អូនបានលោកប្រធានដុកទ័រសំឆៃហាត់ចលីលហាបានយកទៅពិសោធន៍ក្នុងឡាបូបានរកឃើញកាត់បន្ថយជំងឺមហារីកដែលកាច4ប្រភេទដែល4ប្រភេទហ្នឹងពុកម៉ែបងប្អូនទី1មហារីកថ្លើមទី2មហារីកក្រលៀនទី3មហារីកកាពះទី4មហារីកស្ដន់អញ្ចឹងគឺឥឡូវពុកម៉ែបងប្អូនមួយចំនួនណាឲ្យតែលើកតែពាក្យមហារីកគឺខ្លាចហ្មងគឺសាហាវអញ្ចឹងមកមើល NKC ដែរលោកប្រធានដែលគាត់ប្រើប្រាស់យ៉ងហឹងក្នុងឆ្នាំ2020សម័យកាល COVID ពុកម៉ែបងប្អូនធ្លាក់ចុះគាត់ផ្អាកទទួលទានដោយសារការចាក់វ៉ាក់សាំង COVID ចឹងធ្វើឲ្យ NKC របស់ប្រធានក្រុមហ៊ុនធ្លាក់ចុះតែ
បច្ចុប្បន្នពុកម៉ែបងប្អូនឃើញអត់មនុស្សយើង NKCell មិនថា NKCell ហ្នឹងគឺមាននៅក្នុងរាងកាយរបស់យើងគ្រប់គ្នាគ្រប់ឈាមតូចជាបំណែកតូចអញ្ចឹង NKCell របស់ប្រធាននេះក្រោយពីគាត់ធ្លាក់នៅសល់825គាត់ទទួលទានវិញថ្ងៃទី1ខែ2 2022ការដល់4459អញ្ចឹងមកមើលពុកម៉ែបងប្អូននៅក្នុងបន្ទប់ស៊ូមនេះបានជួបលោកប្រធានផ្ទាល់អត់ចាដែលធ្លាប់ជួបជួយខមមិនបេះដូងឲ្យច្រើនផងដែរចាអាយុលោកប្រធាន41 51 51 61ឥឡូវដល់63 64នៅពុកម៉ែបងប្អូននេះថ្នាក់ដឹកនាំបុគ្គលពីផែនដី President សហូនមីងម៉ាឡេបងប្អូនបើសឹងមិនបង្ហាញរូបពីខាងស្ដាំដៃនេះមើលទៅរូបខាងឆ្វេងនេះតែមួយអត់ស្គាល់រូបលោកទេព្រោះមើលទៅអត់ដូចរូបលោកផងព្រោះតែគេស្គមរីងរៃសុខភាពក៏អត់ល្អស្បែកសាច់ឈាមក៏ខ្មៅតែមកមើលក្រោយពីបានទទួលទានប្រើប្រាស់ឱសថបុរាណចិនទឹកយ៉ងហឹងបងប្អូនបានទាំងសុខភាពហើយបានទាំងចំណូលពិសេសលោកអ៊ំនៅខាងបាត់ដំបងកែវកំណត់បានប្រើប្រាស់ឱសថបុរាណយ៉ងហឹងចឹងសត្វតសាក់សីដែលគាត់បានប្រើលោកអ៊ំប៉មនៅក្នុងប្រទេសថៃបើមិនបានប្រើបងប្អូនជំនឿខ្លាំងណាឃើញបកគាត់អត់ពាក់តាមអំបោះខ្សែស៊ីម៉ាខ្លាចមានអំពើផ្លូវងឹតចឹងបន្ទាប់ពីបានប្រើហើយបានប្រកបអាជីវកម្មប្រចាំថ្ងៃរបស់គាត់វិញជាងលោកអ៊ំឡានៅខាងស៊ីមរៀបគាត់មានមហារីកបងប្អូនឃើញអត់មហារីកសដនពេលគាត់ប្រើឃើញដំណាក់កាលនេះបងប្អូនមិនមែនតាមួយដបពីរដបទេចូលដល់ច្រើនឈុតមែនទែនប្រើផងលាបផងឥឡូវខ្លាចជាមហារួយអញ្ចឹងមនុស្សយើងឲ្យតែពាក្យមហារីកគឺខ្លាចហ្មងនេះមហារីកស្បែកទៀតបងប្អូនអលស៊ីស្បែកមធ្យមងុំមហារីកអញ្ចឹងក្រោយពីបានប្រើសុខភាពល្អបានទាំងចំណូលអញ្ចឹងសត្វតសាក់សីពិតអញ្ចឹងមកមើលថាពេលដែលយើងប្រើប្រាស់ផលិតផលឱសថបុរាណចិនទឹកយ៉ងហឹងល្អហើយក៏គេបានយកទៅពិសោធន៍ទូទាំងពិភពលោកពីគេហៅថាគម្រោងប្រាក់ចំណេញធ្វើងារបានពេទ្យហើយគង់វង្សស្ថិរភាពតេមរតកតពូជដល់កូនចៅពុកម៉ែបងប្អូនខ្លះចង់តេមរតកដោយតាពុកម៉ែបងប្អូនជាគ្រូបង្រៀនជាមន្ត្រីរាជការឬក៏អ្នកធ្វើការតាមស្ថាប័ននានាបើយើងផ្ទេរមុខតំណែងនឹងឲ្យកូនអត់កើតពុកម៉ែបងប្អូនតើណាកូនពុកម៉ែបងប្អូនទៅសិក្សារៀនសូត្រចាប់ផ្ដើមមានចំណេះជំនាញទើបយើងអាចទៅបំពេញការងារបានតែមកមើលថាការដែលយើងសហការប្រើប្រាស់ហើយធ្វើងារបានពិតគង់វង្សស្ថិរភាពដោយយើងណែនាំមនុស្ស2នាក់មិនចាំបាច់លក់មិនចាំបាច់រក្សាបន្ទុកហើយក៏គម្រោងប្រាក់ចំណេញអ្នកដែលផ្ដល់ប្រាក់ចំណេញឲ្យយើងជារៀងរាល់ថ្ងៃពីមួយថ្ងៃ$30ពោះបំផុត$15,000តែមួយលេខកូដទៅបងប្អូនព្រោះអីក្នុងក្រុមហ៊ុន JNC មានគម្រោងច្រើនតែច្រើនជំរើសតាមបងប្អូនត្រូវការតាមបងប្អូនចង់បានពិសេសទទួលបានគម្រោងដែលល្អហើយបានឱសថថែទាំសុខភាពបានគេហៅថាសហការដោយមិនមែនជាបុគ្គលិកកម្មករទេចឹងមកមើលថាគម្រោងប្រាក់ចំណេញពីមួយថ្ងៃ$30រហូតដល់$500មួយខែ$15,000មួយឆ្នាំ$18,000ចឹងមកមើលថាគម្រោងប្រាក់ចំណេញដែលខ្ញុំជម្រាបជូនមិញគឺតាមម៉ូតភាគហ៊ុនអញ្ចឹងខ្ពស់បំផុត$7,500ក្នុងមួយថ្ងៃអញ្ចឹងប្រហែលបងខ្លះមួយថ្ងៃ$7,500ធ្វើមិនបានឃើញច្រើនណាស់អញ្ចឹងក្នុងក្រុមហ៊ុន JNC គម្រោងមានច្រើនជម្រើសបងប្អូនមួយខែ$22,500ច្រើនណាស់បងប្អូនមានគម្រោងគេហៅថាចាយលុយឲ្យយើងជារៀងរាល់ថ្ងៃហើយមានតំណែង Manager Director President ហើយក៏មានគេហៅថាប្រាក់ប្រចាំត្រីមាស3ខែចាយម្ដងប្រចាំឆ្នាំអញ្ចឹងមកមើលថាមានប្រាក់ប្រចាំថ្ងៃតំណែងប្រចាំត្រីមាសប្រចាំឆ្នាំចេះហើយក៏មានគេហៅថាធានារ៉ាប់រងអាយុជីវិតក៏មានដំណើរកំសាន្តបងប្អូនត្រៀមតែជាប់ប្រម៉ូសិនណាមានដំណើរកំសាន្តដែលអត់អស់លុយហើយមានលុយចូលកងទៀតហើយពិសេសបងប្អូនឃើញអត់
President សំហុកលីបានធានារ៉ាប់រងអាយុជីវិត1លានបាតស្មើនឹង$30,000អស់ចាពុកម៉ែបងប្អូនដែលសហការចង់បានបែបនឹងអត់ចាខ្ញុំជឿជាក់ថាប្រកាសជាបានហើយព្រោះយើងបានតាំងប្រាក់ចំណូលប្រចាំថ្ងៃហើយប្រចាំតំណែងហើយយើងមានប្រចាំធានារ៉ាប់រងមានការផ្ដល់មរតកដល់កូនចៅនេះថ្នាក់ដឹកនាំរបស់យើងដែលគាត់មានបញ្ហាសុខភាពគាត់ទៅពេទ្យចឹងគឺគាត់ឃ្លាតាមសម្បត្តិពេទ្យដោយសារគាត់មានអីធានារ៉ាប់រងអាយុជីវិតបើយើងចង់បានធានារ៉ាប់រងអាយុជីវិតនៅខាងក្រៅបងប្អូនតើតែទិញតែសម្រាប់ជាមួយនឹងក្រុមហ៊ុន JNC មានធានារ៉ាប់រងអាយុជីវិត free ចឹងមកមើលថាកម្រងប្រាក់ចំណេញដែលយើងខ្លាយជាម្ចាស់មុនដំបូងបងប្អូនសហការយើងខ្លាយជាសមាជិកដែលមានពណ៌ QQ ពេលដែលយើងបំពេញសិទ្ធិជាតំណែងគោលហើយយើងមានឱកាសទទួលបានប្រាក់ចំណូលពីមួយថ្ងៃ$30ដល់$500មួយខែ$15,000ហើយមានតំណែង manager ប្រាក់ប្រចាំតំណែងមិនទាបជាង$500ហើយតំណែងទី2គឺ director មិនទាបជាង$1,500ហើយតំណែងទី3 president មិនទាបជាង$3,000ហើយពិសេសខ្ញុំជម្រាបជូនចឹងធានារ៉ាប់រងអាយុជីវិត$30,000ដូចថ្នាក់ដឹកនាំនេះឈឺម្ដង clear ទៅតាមសម្បត្តិពេទ្យហើយមានធានារ៉ាប់រងអាយុជីវិតខាងខ្មែររបស់យើងបងប្អូនគាត់សហការជាមួយនឹង JNC នៅខាងប្រទេសមានជ័យគាត់កេងគេហៅថាកាំងបេះដូងពោះកាំងបេះដូងហ្នឹងយើងអត់ដឹងទេពេលខ្លះកេងទៅអាចនឹងទៅតែម្ដងអញ្ចឹងប៉ុន្តែបានធានាបានគេហៅថាទេមរតកឲ្យកូនពុកម៉ែបងប្អូនមានធានារ៉ាប់រងហើយមានមរតកអត់មានអាជីពណាដែរធ្វើឲ្យទេមរតកឲ្យកូនចៅទេតោះណាពុកម៉ែបងប្អូនឲ្យកូនពុកម៉ែបងប្អូនសាងតែសម្រាប់ JNC យើងសាងទៅឲ្យគាត់ហើយមិនចាំបាច់គាត់សាងពីចំណុច0ដូចយើងតែយើងសាងទៅឲ្យគាត់ទៅពុកម៉ែបងប្អូនល្អហើយពិសេសក្រុមហ៊ុន JNC របស់យើងពុកម៉ែបងប្អូនឃើញអត់ទីស្នាក់ការធំទូលាយហើយចាប់ផ្ដើមធ្វើគឺយើងធ្វើងាយបានប៉ិតគង់វង្សស្ថិរភាពហើយមើលថាការសាងធុរកិច្ចឬក៏ការធ្វើអាជីពជាមួយនឹង JNC ពុកម៉ែបងប្អូនមួយចំនួនគាត់ទៅបញ្ចូលថ្មីគាត់អាចច្រឡំថាធ្វើការហ្នឹងគេឲ្យប្រាក់ខែប៉ុន្មានហើយបានលុយជារៀងរាល់ថ្ងៃហ្នឹងមួយថ្ងៃប៉ុន្មានអញ្ចឹងមកមើលថាការដែលយើងសាងធុរកិច្ចជាមួយនឹង JNC យើងប្រើប្រាស់ទី1ប្រើប្រាស់ផលិតផលប្រើទៅបងប្អូនប្រើប្រាស់ផលិតផលតាមតម្រូវការឲ្យបាន 100% ឲ្យចេញជាលទ្ធផលមុនប្រើមិនថាពីមុនយើងឈឺអីប្រើទៅវាមានសុខភាពល្អអីខ្លះមុនប្រើនិងក្រោយប្រើ before after នេះទី2យើងក៏ទៅពង្រីកឬក៏ណែនាំដល់មនុស្សជាទីស្រឡាញ់មិត្តភ័ក្តិបងប្អូនដែលគាត់មានបញ្ហាឬក៏គាត់ចង់ប្រើរបស់អីប្រើទៅឲ្យគាត់មកសាងទៅដើម្បីឲ្យមានស្ថិរភាពគង់វង្សអញ្ចឹងមកមើលថាការដែលយើងសហការជាមួយនឹងក្រុមហ៊ុន JNC ដូចខ្ញុំជម្រាបជូនអញ្ចឹងគឺយើងផ្ដើមចេញពីការយើងចុះឈ្មោះម្ដងគឺមួយជីវិត$17តែ$17ហ្នឹងពុកម៉ែបងប្អូនចំណេញមុនដំបូងយើងគ្រាន់តែថាចុះឈ្មោះខ្លាចជាសមាជិកពេលដែលយើងទិញផលិតផលអីទិញទៅឲ្យគ្រប់បន្ទុក$3,825បន្ទុកក្រុមហ៊ុនក៏ផ្ដល់គេហៅថាដល់សិទ្ធឲ្យយើងនឹងទទួលបានប្រាក់ចំណូលតែមុនដំបូងយើងចុះឈ្មោះយើងចំណេញបងប្អូនចំណេញ ID លេខសម្គាល់ខ្លួនរបស់យើង6ខ្ទង់ជាប់ខ្លួនមានសិទ្ធធ្វើកង់នៅក្នុងប្រទេសកម្ពុជាយើងជាមួយនឹង AC Dida នៅក្នុងប្រទេសថៃជាមួយនឹង Bangkok Bank ហើយពិសេសយើងទទួលបានអីខ្លះទិញតម្លៃទិញផលិតផលតម្លៃសមាជិកទិញអីទិញទៅទិញផលិតផលថែទាំសុខភាពនេះប្រើឲ្យបាន 100% យើងទៅចែករំលែកពីផលិតផលហ្នឹងចំនួនមនុស្ស2នាក់ហ្នឹងឲ្យគាត់ប្រើទៅឲ្យគ្រប់បន្ទុក$3,825បន្ទុកឆ្វេង$3,825បន្ទុកស្ដាំយើងមានឱកាសទទួលបានចំណូល$30ដែលគេមកទិញអញ្ចឹងគាត់ចេះតែទិញបន្តរហូតដល់បន្ទុក51,000បន្ទុកឆ្វេង51,000បន្ទុកស្ដាំនេះ
យើងទទួលបាន$500ច្រើនអត់ពុកម៉ែបងប្អូនច្រើនគាត់តំណែនាំចែករំលែកតែពុកម៉ែបងប្អូនខ្លះច្រឡំថាបបួលទៅទិញហ្នឹងធ្វើឲ្យតែយើងតែអត់ទេពុកម៉ែបងប្អូនយើងសហការអ្នកណាធ្វើនៅនោះបានអញ្ចឹងមកមើលថាការដែលយើងសហការបានចំណូលជារៀងរាល់ថ្ងៃប្រចាំថ្ងៃប្រចាំខែនេះហើយខ្ពស់មួយខែកើនមក$15,000ក្នុងមួយខែចុះមួយឆ្នាំ$18,000តែមួយលេខកូដទេបងប្អូនមួយលេខកូដគេហៅថាមួយភាគហ៊ុន1 GD ហ្នឹងអញ្ចឹងក្នុងដែលយើងសហការនេះបងប្អូនយកអត់ចាបើក្រុមហ៊ុនឲ្យចំណូលអញ្ចឹងហើយយកអត់ចាបើយកជួយ comment បេះដូងឲ្យច្រើនផងដែរចាយកឲ្យធ្វើអត់ចាត្រូវទៅធ្វើបងប្អូនបើអត់ធ្វើយើងមិនបានចាបើដាក់អ្នកខ្លះច្រឡំថាដាក់បំពេញភាគហ៊ុនហើយអត់បានធ្វើបើអត់ឃើញចំណូលចេះតែឆ្ងល់ស៊ូថាខ្ញុំដាក់ពេញហើយមិនអត់មានចំណូលអញ្ចឹងបងប្អូនឃើញអត់គម្រោងបាយរីមិញពេញដូចយើងទៅយើងមានសិទ្ធិទទួលបានប្រាក់ចំណូលតែប្រាក់ចំណូលហ្នឹងពុកម៉ែបងប្អូនមួយចំនួនច្រឡំច្រើនតែច្រឡំមែនប្រាក់ចំណូលហ្នឹងគឺបានពីក្រុមហ៊ុនត្រូវបានពីក្រុមហ៊ុនមែនប៉ុន្តែមិនមែនជាអ្នកធ្វើការឬបុគ្គលិកទេកុំច្រឡំថាដូចប្រាក់ខែដែលយើងអ្នកលក់កម្លាំងអ្នកស៊ីប្រាក់ខែឬក៏អ្នកធ្វើការតាមស្ថាប័ននានាខុសពុកម៉ែបងប្អូនគឺគ្រាន់តែយើងប្រើប្រាស់ផលិតផលតាមតម្រូវការយើងនឹងទទួលបានប្រើប្រាស់ហើយយើងណែនាំយើងចែករំលែកយើងនឹងទទួលបានប្រាក់ចំណូលចាមកមើលថាពុកម៉ែបងប្អូនឆ្ងល់អត់ថាឮតែបានប្រាក់ចំណូលហ្នឹងក្រុមហ៊ុននេះបានលុយមកពីណាចាយឲ្យយើងច្រើនម្ល៉េះអញ្ចឹងមកមើលថាក្រុមហ៊ុនទទួលបានក្រុមហ៊ុននេះមានផលិតផលមានអីហើយឆ្ងល់ថាបានលុយពីណាឲ្យយើងអញ្ចឹងមកមើលពុកម៉ែបងប្អូនខ្ញុំលើកពីដែលយើងសហការយើងទិញឱសថថែទាំសុខភាពមួយឈុតម្នាក់នេះអស់ម្នាក់$393ដូចខ្ញុំហ្នឹងទិញដូចគ្នាយើងខ្ញុំនេះខ្ញុំតំណែនាំពីក្រោមខ្ញុំនេះ B និង C គាត់ពីក្រោមខ្ញុំមាន3ឆ្វេង3ស្ដាំតែ B គាត់មាន1ឆ្វេង1ស្ដាំ B បាន30តែខ្ញុំ3ឆ្វេង3ស្ដាំខ្ញុំបាន90 C គ្រប់លក្ខខណ្ឌដូចគ្នាមួយគោឆ្វេងមួយគោស្ដាំ C បាន30អញ្ចឹងមកមើលថាខ្ញុំ A និង B នេះ C នេះបូកទៅ90បូក30 120 120បូក30 150អញ្ចឹងមកមើល A និង B ហ្នឹងក្រុមហ៊ុនបានបែងចែកឲ្យតា$150តែមកមើលថា7ឈុតពី A B C 1 2 3 4នេះ393គុណនឹង7ស្មើនឹង$2,751តែក្រុមហ៊ុនដកឲ្យយើងតាមប៉ុន្មានចា150អញ្ចឹងក្រុមហ៊ុនចំណេញអត់ចាចំណេញសល់$2,601ពុកម៉ែបងប្អូនឆ្ងល់ចំណេញក្រុមហ៊ុនយកទៅទិញវត្ថុធាតុដើមដើម្បីទៅដល់រោងចក្រឲ្យយើងនេះប្រើប្រាស់ទៀតផ្គត់ផ្គង់គេហៅថាវត្ថុធាតុដើមយកមកផលិតពុកម៉ែបងប្អូនឃើញអត់រោងចក្រមានរោងចក្រផ្ទាល់ខ្លួនហើយទិញវត្ថុធាតុដើមមកផលិតហើយក្រុមហ៊ុនក៏បានបែងចែកចំណូលប្រាក់ចំណេញឲ្យយើងអញ្ចឹងមកមើលថាមានរោងចក្រមានក្រុមហ៊ុនហើយមានផលិតផលឱសថបុរាណចិនតិចយ៉ុងហឹងនេះមានផលិតផលជាច្រើនមុខតាមតម្រូវការមិនថាផ្នែកថែទាំសុខភាពមិនថាផ្នែកជីកសិកម្មឬប្រេងសម្រាប់ដូរយានយន្តផ្នែកអាហារបំពន់ឬក៏ផ្នែកគ្រឿងសម្អាងឧបភោគបរិភោគទាំងអស់នេះក្រុមហ៊ុនក៏បានបែងចែកយើងខ្លាចជាម្ចាស់ហើយយើងមានសិទ្ធិទិញផលិតផលបញ្ចុះតម្លៃពី25%ហើយពុកម៉ែបងប្អូនផ្ដល់ឱកាសឲ្យយើងនឹងកើតជាដៃគូទាំងអ្នកទិញទាំងអ្នកលក់គ្រប់ពិន្ទុ3825ពិន្ទុយើងទៅចែករំលែកឬក៏ប្រើប្រាស់ផលិតផលល្អហើយប្រាប់បន្តឲ្យគាត់មកទិញក្នុងហាងទិញអីទិញទៅទិញសម្រាប់ការបកតំណែងបរិភោគអីទិញទៅតាមតម្រូវការរបស់គាត់ក្រុមហ៊ុនក៏បានបែងចែកចំណូលឲ្យយើងយកផលចំណេញហ្នឹងចូលក្រុមហ៊ុនហើយឲ្យយើងនេះចែកគេហៅថាចែកភាគលាភពីមួយថ្ងៃ$30រហូតដល់$500ក្នុងមួយថ្ងៃមួយខែ
$15000ហើយការដែលយើងសហការខ្លាចជាដៃគូពុកម៉ែបងប្អូនយើងអត់ពិបាកថាជាអ្នកកាត់ស្តុកឬក៏តុបហាងគ្រប់ក្រុមហ៊ុនគេមានហាង JC iMart JC Mall អីច្រើនមែនតើយើងអត់ពិបាកទៅគិតថាថ្លៃដើមដឹកជញ្ជូនផលិតផលឬក៏ថ្លៃជួលបុគ្គលិកថ្លៃភ្លើងការខូចខាតបែកបាក់ហានិភ័យអីផ្សេងៗនេះយើងគ្រាន់តែសហការណែនាំយើងទទួលបានចំណូលជាមួយនឹងក្រុមហ៊ុនចឹងមកមើលថាថ្នាក់ដឹកនាំទទួលបាននៅសុខភាពបានផ្នែកហិរញ្ញវត្ថុពេលវេលាពុកម៉ែបងប្អូនចង់បាននៅថ្នាក់ដឹកនាំអត់ចាបើចង់បានជួយខមមិនបេះដូងឲ្យច្រើនពុកម៉ែបងប្អូនឃើញលុយអត់ខ្ញុំស្រឡាញ់អីគេទាំងសុខភាពទាំងលុយអត់មួយណាក៏អត់បានគេថាលុយមិនសំខាន់អត់លុយអញ្ចឹងរឿងទាំងអស់ហ្នឹងពុកម៉ែបងប្អូនមើលថាថ្នាក់ដឹកនាំទទួលបានសុខភាពល្អផ្នែកហិរញ្ញវត្ថុពេលវេលាអញ្ចឹងការដែលយើងញ៉ាំឱសថថែទាំសុខភាពមកមើលសុខភាពរបស់ថ្នាក់ដឹកនាំពីមុនស្គមរីងរៃព្រោះថ្នាក់ដឹកនាំជាបុគ្គលិកធ្វើការនៅក្នុង Labo ថ្នាំ Aspirin ពុកម៉ែបងប្អូនប៉ះពាល់សុខភាពច្រើនមែនទែនប៉ុន្តែមកសហការជាមួយនឹងក្រុមហ៊ុន GNC បានទាំងចំណូលបានទាំងសុខភាពពិសេសសម័យកាល COVID យើងគ្រប់គ្នាអត់អាចជួបជុំគ្នាបានអត់បានជជែកគ្នាទេតែចំណូលថ្នាក់ដឹកនាំអូតូជារៀងថ្ងៃមិនត្រឹមតែបាននឹងស្វាមីភរិយារបស់ថ្នាក់ដឹកនាំ President អរថៃឃើញអត់បានទាំងគូស្វាមីភរិយាប្តីអ្នកធ្វើប្រពន្ធក៏ទទួលបានដែរពុកម៉ែបងប្អូនអស្ចារ្យអត់ចាពុកម៉ែបងប្អូនឃើញអត់គាត់បានសហការឲ្យបានសុខភាពហើយគាត់មានលុយហើយជួលលុយទៅណាចាទិញឡានស្ទឹកផ្លាកក្រហមទិញលុយសុទ្ធពី GNC ពុកម៉ែបងប្អូនហើយទិញឡានជាច្រើនមិនថាឡាននៅក្នុងនេះកម្ពុជារបស់យើងលុចស៊ី470ហើយមានវីឡាជាច្រើនកន្លែងនៅក្នុងអរញ្ញមានដំណើរកំសាន្តជាច្រើនប្រទេសពុកម៉ែបងប្អូនខ្មែរយើងនឹងត្រៀមដំណើរកំសាន្តដោយថ្នាក់ដឹកនាំច្រើនមែនទែនអញ្ចឹងមកមើលថាការដំណើរកំសាន្តរបស់ថ្នាក់ដឹកនាំជិះកប៉ាល់ដើរទំនើបអញ្ចឹងរឿងទាំងអស់ហ្នឹងពុកម៉ែបងប្អូនច្រើនមែនទែនដែលថ្នាក់ដឹកនាំបានទាំងសុខភាពបានទាំងផ្នែកហិរញ្ញវត្ថុលុយកាក់ហ្នឹងហើយដំណើរកំសាន្តហ្នឹងច្រើនប្រទេសរត់ផ្លេចទៅហើយទៅទៀតបានហើយបានទៀតអញ្ចឹងមកមើលថាការដែលយើងសហការនេះពុកម៉ែបងប្អូនឃើញអត់ស្គាល់សត្វតែខ្មែរយើងនេះ Dream Manager ទឿងចន្ទថា President សំហុកលី President សហួនមីងម៉ាលី President អរថៃនិង President លុយយូនតលេងភ្នំតកកណានេះចង់លោកអ៊ំអ៊ុនសៀអាយុ72 73ឆ្នាំនេះហើយទៅជិះសមោចទៅដំណើរកំសាន្តនៅផทយាជិះរីយ៉តផាធីនៅលើកប៉ាល់ដ៏ធំអញ្ចឹងមកមើលថាថ្នាក់ដឹកនាំត្រៀម Manager ឆែមសវីពុកម៉ែបងប្អូនឃើញអត់មុនដំបូងផ្ដើមពីអ្នកប្រើប្រាស់ថែទាំសុខភាពតែពេលប្រើទៅបានសុខភាពល្អហើយក្រុមហ៊ុនផ្ដល់ចំណូលអញ្ចឹងមកមើលត្រៀម Manager ទឿងចន្ទថាជាប់ promotion ទេបងប្អូនប្រឡែងប្រទេសគេត្រៀម Manager មុំសំអូនតាមសិទ្ធិបញ្ហាសុខភាពទាំងគ្រួសារវះកាត់ខាងស្វាមីវះកាត់ពុកម៉ែបងប្អូនតែយើងចូលវះកាត់ពុកម៉ែបងប្អូនតាមតម្លៃមុខវិតគេត្រូវការអញ្ចឹងមើលប្រើប្រាស់ឱសថបានសុខភាពបានចំណូលនេះត្រៀម Manager មេឃីមថ្ងៃមុនបានដំណើរកំសាន្តណាទាំងយាយទាំងតាមានក្តីសុខសบายនេះប្រពន្ធលោកគ្រូឈុនលីគាត់បានសុខភាពល្អទាំងគ្រូសាហើយបានចំណូលពិសេសទទួលបានតំណែងអញ្ចឹងមកមើលថាការដែលយើងសហការជាម្ចាស់បងប្អូនឃើញអត់តាមកម្មចម្ដាយើងសហការទៅយើងនឹងឃើញថាបាននៅអ្វីដែលយើងចង់បានឃើញថ្ងៃហ្នឹងគ្រប់កម្មវិធីនេះត្រៀម Manager តែផានឃើញលុយចូលកង់ទេតែពីអ្នកយាយតាចានេះខាងសំឡូតខ
ខាងតកងឡាននិងសម្លូតបងប្អូនផ្ដើមចេញពីបញ្ហាសុខភាពតែឃើញឱកាសដឹកម្ចាស់ជាកម្មឡើងចុះឡើងចុះមែនឯសហការបានចំណូលបងប្អូនបានចំណូលហើយឆែកក្នុងប្រព័ន្ធគិតថាមិនអត់ឃើញលុយធ្លាក់ចូលកង់ឃើញតែក្នុងប្រព័ន្ធបងប្អូនពេលខ្លះយើងជាប់អាក្នុងលេខកូដរបស់យើងជាប់ដល់មែនឃើញតែក្នុងប្រព័ន្ធមែនប៉ុន្តែលុយអត់ធ្លាក់ចូលកង់ទេចានេះត្រៀម manager កងសុផានីអាយុ8ជាងបងប្អូនប៉ុន្តែជាប់ promotion ទេដែរបងប្អូននេះត្រៀម manager អ៊ីបរ៉ានត្រៀម manager សុកសារ៉ាន់ខ្ញុំនឹងស្រះបងប្អូនកាលមុនដើរប៉ាំងពេកតែឥឡូវអត់ទេឃើញនិយាយក្នុងគ្រប់ខ្លាំងណាខាងសំឡូតចាសម្រាប់នាងខ្ញុំផ្ដើមចេញពីអ្នកថែទាំសុខភាពដូចគ្នាប៉ុន្តែបានប្រាក់ចំណូលមិនថាឥឡូវមិនច្រើនទេប៉ុន្តែបានខ្លាយជាម្ចាស់អាជីវកម្មមួយរូបជាមួយនឹងក្រុមហ៊ុន JNC ដូចគ្នានេះត្រៀម manager ធនសុភឿនអញ្ចឹងសត្វតាម្ចាស់អាជីវកម្មដែលគាត់ដើមចេញពីបញ្ហាសុខភាព President អូនទូចបងប្អូនឃើញគណៈ MVP ក្រហមចាស់គឺអូតូ15លេខកូដ President ជាចនា President ម៉ៃសុកណាជាគាត់មានអាជីពផ្ទាល់ខ្លួនហើយជាមន្ត្រីប៉ូលីស President ហេងបៃឡានិងភរិយាជាប់ promotion ជារៀងរាល់ខែហើយចាប់មិនបានទេបងប្អូនបងប្អូនឲ្យបេះដូងដល់ត្រៀមឲ្យបេះដូងឲ្យធំដល់ President សំហុកលីផ្ដើមចេញពីស្ត្រីដែលមានបញ្ហាសុខភាពបងប្អូនបំពង់កោខេមអត់ដូរតែឥឡូវច្បាស់ជាងខេមទៀតទទួលបានសុខភាពហើយទទួលបានចំណូលចាអញ្ចឹងសត្វតែម្ចាស់អាជីវកម្មដែលគាត់ទទួលបាន President លុយយូនប៉ុន្តែឥឡូវចាយតែលុយ JNC ទេលុយចំណូលច្រើនមែនតើចាហើយពិសេសបងប្អូនគាត់ទទួលបានប្រាក់ចំណូលហើយបានសុខភាពហើយមានគេហៅថារថយន្តទំនើបពីឡាដែលស្ដុកស្ដំមានដំណើរកំសាន្តជាច្រើនប្រទេសដូចគ្នាហើយមានការផ្ដល់នៅគ្រឿងអិសរិយយសតំណែងកិត្តិយសចឹងមកមើលថាថ្នាក់ដឹកនាំក៏ដូចជាម្ចាស់អាជីវកម្មដែលគាត់សហការហើយគាត់ទទួលបានសុខភាពបានចំណូលចឹងបងប្អូនដែលក្នុងបន្ទប់ស៊ូមនេះមិនថាបានចំណូល1000ចាប់ពី1000បាតទៅដែលបានហើយជួយ comment ជាលេខ2ឲ្យច្រើនផងអាចារ្យចឹងមកមើលថាការដែលយើងសហការនេះមិនថាកម្រិតណាវ័យណាបងប្អូនឃើញអត់ចាស់ប៉ុណ្ណាក៏សហការបានដែរដោយសារអីគាត់ប្រើប្រាស់ផលិតផលដើម្បីថែទាំសុខភាពតែបានចំណូលមកមើលថាការដែលយើងសហការជាមួយនឹង Joint and Coin Corporation ខ Ltd ពីថ្នាក់ដឹកនាំបានទាំងចំណូលបានទាំងភាពជោគជ័យចឹងមកមើលថាបងប្អូនឃើញអត់គណៈ FTP ដែលគាត់ទទួលបានតំណែងកិត្តិយសជាមួយនឹងក្រុមហ៊ុន JNC គឺពាក់អាវពណ៌ទឹកប្រាក់នេះបងប្អូនមិនថាកម្ពុជារបស់យើងមិនថាបណ្ដាប្រទេសផ្សេងទូទាំងអាស៊ានសត្វតាគណៈ MVP ដែលគាត់ទទួលបានតំណែងកិត្តិយសជាមួយនឹងក្រុមហ៊ុន JNC អញ្ចឹងមកមើលថាក្នុងក្រុមហ៊ុន JNC នេះដែលគាត់សហការទទួលបាននៅសុខភាពទទួលបាននៅប្រាក់ចំណូលឬក៏ពេលវេលាគ្រប់បែបយ៉ាងអញ្ចឹងមកមើលថាបងប្អូនគ្រប់គ្នាដែលចូលមកសិក្សាក៏ដូចជាសហការខ្លាយជាម្ចាស់នេះបងប្អូនគុំទុកអនាគតរបស់យើងហ្នឹងនៅក្នុងគេហៅថាទុកអនាគតរបស់យើងហ្នឹងនៅក្នុងកណ្ដាប់ដៃអ្នកដទៃអញ្ចឹងមកមើលថាជោគវាសនាជីវិតរបស់យើងគ្រប់គ្នានេះយើងគ្រប់គ្នាអ្នកណាជាអ្នកកំណត់ឲ្យយើងចានៅក្នុងកណ្ដាប់ដៃអ្នកដទៃឬក៏យើងអញ្ចឹងមកមើលថាជោគវាសនារបស់យើងគ្រប់គ្នាជាថាយើងជាអ្នកកំណត់ខ្លះគេថាកាត់មកក្រគេថាក្រមិនមែនជាកំហុសទេប៉ុន្តែអ្នកខ្លះគេថាមកពីព្រំលិខិតអីទៀតអញ្ចឹងអត់ទេប៉ុន្តែយើងជាអ្នកកំណត់ដោយខ្លួនឯងយើងមានជីវិតរស់រានមកយើងធ្វើអីយើងសាងអីយើងព្យាយាមយើងធ្វើអស់ពីលទ្ធភាពរបស់ខ្លួនឯងកុំបដាបដោយតាមគេហៅថាមិនអាចទៅរួចឬក៏មិនអាចធ្វើបានព្រោះបងប្អូនអ្នកដតីគេអត់បានឃើញអ្វីដែលយើងជួបផ្ទាល់ដូចយើងឃើញផ្ទាល់ឬក៏យើងដែលយើងខ្
ខ្លួនយើងដឹងឯងចឹងគាត់ថាមាត់ដតីអ្នកដតីគេថាមើលទៅធ្វើមិនរួចធ្វើមិនកើតគឺអត់ទេបងប្អូនកុំតូចទន់នឹងពាក្យសម្ដីអ្នកដតីចឹងគាត់ថាអ្នកដតីគាត់តែជាកញ្ចក់ដើម្បីឆ្លោះឲ្យយើងទេប៉ុន្តែអ្វីដែលសំខាន់គឺយើងនេះមកមើលថាបងប្អូននៅក្នុងតុបស៊ូមនេះដែលមានឱកាសសហការខ្លាយជាម្ចាស់ជាមួយនឹងក្រុមហ៊ុន JNC ហើយបងប្អូនយើងសហការទៅធ្វើទៅអញ្ចឹងក្នុងការដែលយើងសហការឬក៏យើងធ្វើជាមួយនឹងអាជីពបណ្ដាញទីផ្សារក្រុមហ៊ុន JNC បងប្អូនគឺបើកឱកាសសម្រាប់ឲ្យមនុស្សយើងទូទៅចូលមកសហការហើយបងប្អូននៅក្នុងបន្ទប់ស៊ូមនេះបើឃើញឱកាសចាប់យកឱកាសសហការក៏ដូចជាមិនយកត្រង់ចំណុចណាយើងអាចសាកសួរបន្ថែមជាមួយនឹងថ្នាក់ដឹកនាំឬក៏ upline យើងមានក្រុម team យើងមាន Messenger ហើយជាពិសេសហ្នឹងបងប្អូនឃើញអត់រាត្រីយប់នេះយើងមានកម្មវិធី Zoom មិនថាបងប្អូននៅកន្លែងណាទីណាយើងអាចចូលរួមកម្មវិធី Zoom បានដែលថ្នាក់ដឹកនាំរៀបចំឲ្យយើងសិក្សាជារៀងរាល់សប្តាហ៍ជារៀងរាល់ថ្ងៃអត់យកចំណុចណាបងប្អូនអាចស្វែងយល់បន្ថែមអញ្ចឹងកុំភ្លេចសហការក៏ដូចជាខ្លាចជាម្ចាស់ជាមួយនឹងក្រុមហ៊ុន JNC ហើយយើងធ្វើទៅហើយជូនពរសម្រាប់ពុកម៉ែបងប្អូនឲ្យមានសុខភាពល្អសំណាងល្អជោគជ័យជាមួយនឹងអាជីពបណ្ដាញទីផ្សារទាំងអស់គ្នាកុំបោះបង់ចា៎អញ្ចឹងអរគុណច្រើនសម្រាប់រាត្រីយប់នេះសូមអរគុណម្ដងទៀតសម្រាប់ម្ចាស់អាជីវកម្មដែលចំណាយពេលវេលាដ៏មានតម្លៃសិក្សារៀនសូត្របន្ថែមតាមអនឡាញពិសេសហ្នឹងគឺថ្ងៃស្អែកយើងមានកម្មវិធីអនឡាញតទៅសាខាពោធិ៍សាត់ផងដែរចា៎ក្នុងរាត្រីយប់នេះនាងខ្ញុំដែលបានបើកបទបង្ហាញខាងក្រុមហ៊ុនដូចជាផលិតផលនិងគម្រោងរបស់ក្រុម JNC បងប្អូនអត់យកចំណុចណាអាចសាកសួរថ្នាក់ដឹកនាំបន្ថែមអរគុណច្រើនសូមបង្គាប់តួនាទីនេះដល់ត្រៀម Director លោកបណ្ណាំណាក់ប្រសើរពេញផងដែរចាដោយសារ MC គាត់ថាគាត់រវល់បន្តិចចាអរគុណច្រើនដល់បង្គាប់តួនាទីនេះដល់ត្រៀម Director លោកបណ្ណាំណាក់ប្រសើរផងដែរចាអរគុណចាអឺគុណ